លើកត្បាល់លើករ៉ែមកបុកវាឲ្យខ្ទេចទៅងាប់ទៅគ្រាប់ស្រូវកំណាញ់យើងនឹងបុកឯងឲ្យតតែខ្ទេចបុកឯងហើយអស់ចាន់ណាយើងមិនខ្វះបាយហូបទៀតទេបងសុកអើយលួចយកទៅទាំងអស់តែម្ដងទៅអូនកុំទុកឲ្យសល់នៅក្រោមពន្លឺក្តៅចេះកសិករពីរនាក់ប្តីប្រពន្ធកំពុងកាប់ដីទាំងញើសហូរស្រោចខ្លួនអូនសុភាមកមើលអីគេនេះលឿនឡើងអូនមកមើលដើមស្រូវមួយដើមនេះដុះប្លែកពីគេមានរឿងអីបងពុទ្ធអើយហេតុអីបានជាវាធំធាត់ខុសពីស្រូវធម្មតាម្ល៉េះអូនមើលចុះដើមធំប៉ុនកដៃមានផ្លែតែមួយគ្រាប់គត់នៅលើគួររបស់វាចម្លែកណាស់បងគ្រាប់វាក្រហមឆ្អិនឆ្អៅតែម្ដងមិនមែនត្រឹមតែពណ៌ប្លែកទេអូនមើលឲ្យចិត្តទៅមើលឃើញវាបញ្ចេញពន្លឺភ្លឹបភ្លែតទៀតផងណាពិតមែនហើយបងកាត់មកអាយុប៉ុណ្ណេះហើយខ្ញុំមិនដែលឃើញស្រូវឯណាអស់ចាស់បែបនេះទេបងគិតថានេះមិនមែនជាស្រូវធម្មតានោះទេយើងបេះវាយកត្រឡប់ទៅផ្ទះសិនទៅក្រែងលោជាលៀបរបស់យើងណាចាបងនាពេលរាត្រីដ៏ស្ងាត់ជ្រងំបងសុកខ្ញុំភ័យមិនដឹងទេមើលចុះគ្រាប់ស្រូវមួយគ្រាប់នេះបញ្ចេញពន្លឺចាំងពេញផ្ទះតែម្ដងបងក៏អស្ចារ្យក្នុងចិត្តដែរអូនបងមានអារម្មណ៍ថាវាជាវត្ថុស័ក្តិសិទ្ធិមកជួយសង្គ្រោះយើងហើយអ្នកទាំងពីរជាមនុស្សឧស្សាហ៍ព្យាយាមចាប់ពីពេលនេះទៅយើងនឹងជួយឲ្យរួចផុតពីភាពក្រីក្រអូព្រះអើយគ្រាប់ស្រីចេះនិយាយទៀតអូនសុភាអូនឮដូចបងទេកុំភ័យខ្លាចអីខ្ញុំជាគ្រាប់ស្រូវទឹកចាប់ពីពេលនេះតទៅអ្នកមិនបាច់បារម្ភពីរឿងអត់បាយទៀតឡើយពន្លឺភាយឡើងយ៉ាងខ្លាំងស្រាប់តែបាយសស្គុះនិងម្ហូបដ៏មានឱជារសលេចឡើងពេញតុភ្លាមហើយអស់ចាន់ណាយើងមិនខ្វះបាយហូបទៀតទេបងសុកអើយម្ហូបពេញតុតែម្ដងជាលៀបធំហើយអូនដំណឹងដែលសុកនិងសោភាមានអាហារទិព្វហូបមិនចេះខ្វះបានល្បីរន្ទឺដល់អ្នកភូមិយ៉ាងលឿនសភាអើយសភាឮថាផ្ទះឯងមានគ្រាប់ស្រូវទិព្វបង្កើតបាយបានមែនទេជួយចែកពួកមីងខ្លះមកចាមីងខ្ញុំមិនកំណាញ់ទេតែចាំខ្ញុំសាកសួរគ្រាប់ស្រូវមើលសិនអូយធ្វើស្រែហត់ចង់ងាប់បើមានរបស់ទិព្វបែបនេះណាដេកចាំតែស៊ីទៅស្រួលជាងយើងមិនអាចផ្ដល់អាហារឲ្យអ្នកដទៃក្រៅពីប្តីប្រពន្ធឧស្សាហ៍ទាំងពីរអ្នកនេះបានឡើយហេតុអីបានជាកំណាញ់ម្លេះអាស្រូវចង្រៃពួកយើងគ្រាន់តែចង់ដេកស៊ីមិនចង់ធ្វើការសោះមិនបានទេអីមិនបានទេព្រោះពួកអ្នកពោពេញដោយចិត្តលុបលន់និងភាពខ្ជិលច្រអូសហួសប្រានហើយគ្រាប់ស្រូវអីក៏ចិត្តអាក្រក់ម៉េះមិនព្រមជួយអ្នកក្រខ្សាត់សោះខ្ញុំសុំទោសអ្នកភូមិទាំងអស់គ្នាផងគ្រាប់ស្រូវមិនព្រមឲ្យនោះទេតោះបងតោះមីងយើងត្រឡប់ទៅផ្ទះវិញនៅធ្វើអីបើគេមិនឲ្យផងអើយតោះយើងទៅផ្ទះវិញយប់ងងឹតក៏បានមកដល់មនុស្សម្នាទាំងឡាយកំពុងតែលង់លក់យ៉ាងស្កប់ស្កល់អើយអាសុកនឹងសោភាណាដេកលក់ដូចខ្មោចងាប់អញ្ចឹងហើយភ្លេចបិទទ្វារផ្ទះទៀតឱកាសល្អរបស់អញហើយមីងម៉ៅលោកដៃទៅឆក់យកគ្រាប់ស្រូវនៅលើតុរួចត្រឡប់ទៅផ្ទះយ៉ាងលឿនអ្នកកំពុងតែធ្វើទង្វើខុសឆ្គងនិងថោកទាបហើយណាមនុស្សលុបលន់អើយស្ងាត់មាត់ទៅចាប់ពីថ្ងៃនេះទៅឯងត្រូវបង្កាត់បាយឲ្យអញតែម្នាក់គាត់យល់ទេយើងមិនអាចបង្កាត់បាយឲ្យអ្នកទេកុំសង្ឃឹមលុះព្រឹកឡើងបងសុកងើបឡើងចាប់ហើយគ្រាប់ស្រូវទឹកបាត់ទៅហើយបងចប់ហើយអូនយប់មិញបងភ្លេចបាត់ទ្វារផ្ទះទៀតមែនហើយបងតិចលុះមានគេលួចយកទៅទេដឹងបងពេលយើងកំពុងដេកតើនរណាគេអីក៏ហ៊ានមកលួចរបស់ស័ក្តិសិទ្ធិរបស់យើងអញ្ចឹងនោះតោះអូនយើងទៅតាមរកភ្លាមចាបងឆាប់ទៅរកភ្លាមទៅប្រកាសជាអ្នកក្នុងភូមិយើងនេះហើយដែលជាអ្នកលួចនោះណែគ្រាប់ស្រូវឆាប់បង្កាត់បាយម្ហូបឲ្យយើងភ្លាមមកយើងឃ្លានណាទេយើងមិនអាចឲ្យអ្នកដទៃទេអ្នកជាមនុស្សលោភលន់
មិនក៏មិនអាចឲ្យយើងណែឬក៏តតែអាសុកនឹងនាងភីទើបអាចឲ្យមែនទេត្រូវហើយបើអ្នកផ្សេងយើងមិនបង្កើតបាយម្ហូបឲ្យនោះទេចាំមើលទៅឯងបើមិនបង្កើតឲ្យយើងទេណាឯងកុំសង្ឃឹមថានឹងបានទៅជួបនាងសុភាវិញនោះឆាប់ដល់លែងយើងទៅវិញទៅយើងចង់ទៅរកម្ចាស់ពិតប្រាកដរបស់យើងគ្មានផ្លូវទេនៅនឹងឲ្យឯងយើងដេកយកកម្លាំងតិចសិនមីងម៉ៅដោយសារអត់ងងុយកាលពីយប់មិញផងក៏រៀបចំខ្លួនដេកលងលក់ទៅមីងម៉ៅកំពុងតែដេកលងលក់ក៏ស្រាប់តែមានអ្នកផ្សេងមកដណ្ដើមយកគ្រាប់ស្រូវទៅបន្តទៀតមិនយូរប៉ុន្មានមីងម៉ៅក៏ភ្ញាក់ដឹងខ្លួនឡើងគ្រាប់ស្រូវបាត់ហើយចៅលួចណាហ៊ានលួចគ្រាប់ស្រូវទៅពីផ្ទះយើងទៅបើអញចាប់បានណាអញនឹងវាយអញងាប់តែម្ដងខណៈនោះសោភាក៏បានស្ដាប់ឮតាមពិតមិញម៉ៅមិញអញជាអ្នកលួចពីផ្ទះខ្ញុំសោះឥឡូវត្រូវគេលួចបន្តសំមកមិញអញហើយឯងក៏មកចោតអញនាងសភាអញមិនដឹងមកលឺរឿងអីទាំងអស់ទៅផ្ទះឯងវិញទៅខ្ញុំមិនទាន់ទៅទេមីងខ្ញុំត្រូវតែរកគ្រាប់ស្រូវទឹកនោះឲ្យទាល់តែឃើញសិនណែចង់ទៅរកឯណាក៏ទៅមីងឯងថ្ងៃក្រោយកុំចេះតែមានដៃមានជើងលួចរបស់គេអញ្ចឹងទៀតចាមីងដឹងហើយស្មានតែធ្លាក់ក្នុងកណ្ដាប់ដៃយើងហើយតើមិននឹកស្មានថាមានគេមកលួចបន្តអញ្ចឹងសោះខ្លាំងអីអ្នកម៉ៅអើយអ្នកឯងលួចពីនាងសុភាឥឡូវខ្ញុំលួចបន្តពីអ្នកឯងម្ដងនេះបានជាគេហៅថាអ្នកឆ្លាតខ្ញុំគួរតែយកទៅលាក់សិនក្រែងលោកមានអ្នកផ្សេងមកលួចយកទៅបន្តមិនបានទេយកទៅលាក់សិនហើយមីងច័ន្ទនេះមិនដឹងទេថានាយតុំកំពុងទៅលួចតាមដានគាត់នោះឡើយស្រីស្រស់អូនបងឃើញមីងច័ន្ទនេះយកគ្រាប់ស្រូវទៅលាក់ក្នុងក្អមក្រោយផ្ទះហើយល្អណាស់បងតុំចាំគាត់ដើរទៅរកអបបាត់ពួកយើងលបលួចយកទៅភ្លាមណាបងបងដឹងហើយបើបានគ្រាប់ស្រូវនឹងមកពួកយើងនឹងលេងហត់ធ្វើការទៀតហើយអូនអើយត្រូវឲ្យបងទុកឲ្យអាសុកនឹងនាងសុភាធ្វើស្រែហាលថ្ងៃក្តៅមកដូចគូតឆ្នាំងម្នាក់ឯងទៅចោះអូននៅផ្ទះនឹងសិនចោះបងទៅលួចមើលមីងច័ន្ទនេះសិនតើគាត់ចេញពីផ្ទះហើយនៅចាស់បងចាំខ្ញុំទៅជាមួយដែរគ្រាន់តែមីងច័ន្ទនេះដែលចេញពីផ្ទះផុននាយតុំនិងស្រីស្រស់ក៏ស្ទុះចូលទៅពួកអ្នកនៅក្មេងៗសោះហេតុអីក៏ចូលចិត្តធ្វើទង្វើថោកទាបលួចប្លន់បែបនេះបាត់មាត់ឯងទៅឲ្យលឿនឡើងបងតុំមីងច័ន្ទទីដើរមកវិញឥឡូវហើយគ្រាប់ស្រូវនេះបានមកយើងហើយតោះអូនយើងត្រឡប់ទៅផ្ទះវិញតោះបងទីបំផុតគេគ្រប់គ្នាក៏ដឹងថាអាតុំនិងនាងស្រស់គឺជាអ្នកលួចគ្រាប់ស្រូវណែអាតុំឯងហ៊ានលួចរបស់ទឹកអញមែនទេយកមកឲ្យអញវិញភ្លាមមិនមែនជារបស់អ្នកទេគឺជារបស់ខ្ញុំអាតុំឯងហុចមកឲ្យមីងភ្លាមបើមិនចង់មានរឿងមិនឲ្យជាដាច់ខាតអ្នកណាខ្លាំងមកតដើមយកទៅខ្ញុំក៏ចង់បានរបស់ទឹកនេះដែរត្រូវឲ្យមីងរបស់នេះនៅលើដៃអ្នកណាជារបស់អ្នកនឹងហើយចេញទៅឆ្ងាយទៅពួកឯងនៅក្មេងៗកុំលុបលុតម្នាក់ឯងរបស់នេះត្រូវចែកប្រើម្ដងម្នាក់ហើយយ៉ាប់ណាកុំឲ្យចំណានគ្នាមានតែបុកកំតិចវាចោលទៅកុំឲ្យបានទៅលើមនុស្សណាម្នាក់ឲ្យសោះឈប់ភ្លាមកុំធ្វើរឿងឈួតលីលាបែបហ្នឹងអីព្រោះនោះជាវត្ថុទិព្វរបស់ទេវតាទេត្រូវហើយកុំធ្វើបែបហ្នឹងអីគ្រាប់ស្រូវក៏មានជីវិតដែរកុំធ្វើបែបហ្នឹងអីមិនបានត្រូវតែកំតិចវាចោលទើបនៅក្នុងភូមិនេះមិនកើតរឿងចលាចលទៀតត្រូវហើយកុំតិចចោលទៅបើយើងមិនបានទៅហើយអ្នកណាក៏មិនបានដែរកុំតិចចោលទៅឲ្យអត់ទាំងអស់គ្នាទៅចុះមិនបានទេជារបស់យើងទេឲ្យមកយើងមកហើយមីងលេចដៃខ្ញុំទៅរបស់ខ្ញុំទេណាមីងច័ន្ទនេះឈប់ភ្លាមអាតុំលើកត្បាល់លើករ៉ែមកបុកវាឲ្យខ្ទេចទៅកុំឲ្យមានអ្នកណាបានឲ្យសោះអាតុំក៏យកគ្រាប់ស្រូវទម្លាក់ចូលក្នុងត្បាល់មនុស្សចិត្តងងឹតអើយពួកអ្នកកំពុងតែបំផ្លាញជោគវាសនារបស់ខ្លួនឯងហើយចាំយើងជាអ្នកបុកងាប់ទៅគ្រាប់ស្រូវកំណាញ់យើងនឹងបុកឯងឲ្យទាល់តែខ្ទេចបុកឯងគ្រាប់ស្រូវទឹមត្រូវបានបុកកំទេចស្លាប់បាត់បង់ជីវិតភ្លាម
ខ្ទេចហើយបងសុកអើយឡើងមានរបស់ទឹកបង្កាត់បាយឲ្យយើងដេកស៊ីទៀតហើយកុំតិចវាឲ្យខ្ទេចទៅកុំឲ្យចំណែនគ្នា ល្អមើលណាស់ បងសុកមើលចុះគ្រាប់ស្រូវត្រូវគេបុកបាច់ខ្ទេចខ្ទីអស់ហើយគួរឲ្យអាណិតណាស់ ពិតមែនហើយអូនពួកគេធ្វើបាបគ្រាប់ស្រូវខ្លាំងណាស់ទាំងដែលគ្រាប់ស្រូវមិនដែលធ្វើខុសអីសោះ បងពួកយើងជួយប្រមូលកំទេចស្រូវទាំងនេះត្រឡប់ទៅផ្ទះយើងវិញទៅបង បាទអូនរើសតិចតិចមកកុំឲ្យសល់សំបីតែកំតិចល្អិតមួយណាឲ្យសោះណា ខ្ញុំរើប្រមូលដាក់ក្នុងកន្សែងខ្ញុំអស់ហើយបងតើយើងត្រឡប់ទៅផ្ទះវិញ កុំគិតច្រើនអីអូនយើងធ្វើអ្វីដែលត្រឹមត្រូវតាមសតិសម្បញ្ញៈរបស់យើងទៅបានហើយលុះដល់ពាក់កណ្ដាលអាត្រៀន បងសុកងើបឡើងបងមើលកន្សែងដាក់កំទេចស្រូវនេះមានពលឺចម្លែកណាស់បង អោព្រះអើយតើមានរឿងអស្ចារ្យអីកើតឡើងទៀតហើយនឹងអូនសុភាពេលនោះកំទេចស្រូវទាំងអស់ក៏បានរលាយចូលគ្នាคล้ายជាដុំមាសមួយយ៉ាងធំ ពធអើយកំទេចស្រូវទាំងអស់ប្រែទៅជាដុំមាសចាងចាំងពិតមែនតាបងមិនមែនយកសពទេ ពិតមែនហើយអូនមាសសុទ្ធល្អណាស់នេះប្រហែលជាគុណបុណ្យដែលយើងអាណិតគ្រាប់ស្រូវនោះហើយ មាសដុំនេះធំណាស់បងយើងអាចយកទៅប្រើប្រាស់និងសន្សំទុកធ្វើដាំទុនបានយ៉ាងស្រួល ប៉ុន្តែយើងមិនត្រូវយកមាសនេះទៅដើរអួតគេទៀតទេណាអូនត្រូវលាក់ទុកឲ្យជិតបំផុត ចាបងខ្ញុំដឹងហើយ ភ្លាមនោះ សុកនិងសុភាអើយយើងមកដើម្បីលាអ្នកទាំងពីរជាលើកចុងក្រោយហើយអោគ្រាប់ស្រូវទឹកអើយអ្នកមិនទាន់រលាយបាត់បង់រូបរាងទាំងស្រុងទេមែនទេរូបកាយយើងត្រូវគេបុកកំទេចមែនតែប្រលឹងនៃសេចក្តីល្អពួកយើងនៅមានជីវិតអ្នកពិតជាមានទឹកចិត្តល្អណាស់សម្រាប់ពួកយើងត្រូវចាំណាចូលខំប្រឹងធ្វើស្រែចម្ការព្រោះមានតែវិធីនេះទេទើបអាចចិញ្ចឹមពួកអ្នកបាន ពួកខ្ញុំនឹងខំព្យាយាមធ្វើការងារមិនឲ្យអ្នកខកបំណងទេ ល្អណាស់យើងត្រូវត្រឡប់ទៅកាន់ឋានសួគ៌វិញហើយចូលមានសេចក្តីសុខចុះ ប្រលឹងគ្រាប់ស្រូវក៏ហោះឡើងទៅលើមេឃបាត់ស្រមោលភ្លាមទៅ ណែអ្នកអាថ្ងៃនេះមិនបាច់តែធ្វើស្រែទេនៅទីនេះនិយាយគ្នាលេងសប្បាយជាងត្រូវហើយអ្នកធ្វើស្រែចម្ការហាលថ្ងៃខ្មៅសាច់អស់ហើយដេកចាំលៀបចាំសំណាងធ្លាក់ទៅលើមេឃល្អជាង ស្រីស្រស់អូនចាំមើលទៅគង់តែមានរបស់ទឹកផ្សេងហោះមកជួយយើងទៀតជាមិនខានទេ ចាបងតុំពួកអាសុកនិងសុភាទៅធ្វើស្រែរាល់ថ្ងៃមុខឡើងខ្មៅអាក្រក់មើលណាស់បងអើយពួកវាឈួតតាខំប្រឹងធ្វើការងារនាំតែហត់មិនចេះរស់នៅឲ្យសុខស្រួលដូចពួកយើងសោះត្រូវហើយដេកចាំតែទេវតាប្រគល់លៀបឲ្យយើងមកវាមិនស្រួលជាងទេអីពីរអ្នកនោះល្ងងមែនមើលពួកគេចុះកាន់ចប់កាប់ទៅស្រែទៀតហើយ សៅភានិងសុកបន្តដំណើរធម្មតាមិនអើពើនឹងសម្ដីឥតប្រយោជន៍នោះឡើយអូនសុភាហត់ទេអូនមកសម្រាកក្រោមម្លប់ឈើនេះបន្តិចសិនមក មិនហត់ទេបងមើលចុះពតយើងលូតលាស់ល្អណាស់ ព្រោះតែយើងខំប្រឹងដកស្មៅនិងស្រោចទឹកវារាល់ថ្ងៃទើបវាបានផលល្អបែបនេះឯង ចាបងខ្ញុំយល់ហើយមាសប្រាក់គ្រាន់តែជាវត្ថុបណ្ដោះអាសន្នតែពលកម្មទើបជាជីវិតពិត មែនហើយអូនថ្ងៃហ្នឹងយើងធ្វើការងារប៉ុណ្ណឹងបានហើយណា ចាបងតើយើងត្រឡប់ទៅផ្ទះវិញ ប្តីប្រពន្ធពីរនាក់នេះតែងតែខិតខំបែបនេះជារៀងរាល់ថ្ងៃពេលវេលាបានកន្លងផុតទៅអស់មួយរយៈអូនសុភាអូនមើលចុះនោះដើមពោតរបស់យើងពេលនេះចេញផ្លែធំគួរឲ្យចង់បេះណាស់អូនអើយ ញើសឈាមដែលយើងបានលះបង់កន្លងមកពេលនេះបានហុចផលជាទីកប់ចិត្តបំផុតឲ្យបងសុក ចាំមើលចុះមិនយូរទេផលពោតទាំងនេះនឹងអាចបេះយកទៅលក់បានប្រាក់កាសបន្ថែមទៀតជាមិនខាន ចាបងពួកយើងត្រូវរក្សាភាពស្មោះត្រង់និងការខិតខំប្រឹងប្រែងជានិច្ចនិរន្តរ៍ តោះអូនយើងទៅរៀបចំកត្រកទុកបេះពោតនៅថ្ងៃស្អែកទៅព្រោះវាដល់ពេលប្រមូលផលហើយ ចាបង អូនស្រស់
ដើរទៅរកមើលតលងតាមចំការក្រែងលោមានសល់ខ្លះយកមកស្ងោរណាអូន ខ្ញុំរកសពអស់ហើយបងតុំគ្មានសល់សំបីតែស្លឹកឈើមួយសន្លឹកឡើយបងតុំខ្ញុំឃើញចំការរបស់សុភាណាមានពោតដុះពេញចំការផ្លែធំធំគួរឲ្យចង់ហូបណាស់បងអើយ យប់នេះបងនឹងលបចូលចំការអាសុកលួចកាច់ពោតយកមកស្ងោរហូបឲ្យតល់តែបានចាំមើលចុះ ពួកឯងនិយាយពីរឿងអីហ្នឹងឲ្យយើងចូលរួមជាមួយផងអើយយើងឃ្លានស្ទើរដាច់ពោះស្លាប់ទៅហើយត្រូវហើយទៅលួចទាំងអស់គ្នាទៅពេលយប់កុំឲ្យអាសុកនឹងនាងសុភាដឹង បើអញ្ចឹងចាំយប់ជ្រៅចាំពួកយើងទៅលួចទាំងអស់គ្នា ចាស់មីងត្រៀមបើទៅដាក់ផងក្រែងលោកបានច្រើនល្អណាស់អាសុកវាដាំបានពួកយើងជាអ្នកលួចល្អដែរតើដោយកាលពីមុនយើងលួចក្របស្រូវទឹករបស់វាអញ្ចឹងដែរ ត្រឡប់មកដល់ផ្ទះវិញ ណែអាសុកវាចិត្តខ្មៅដូចក្អែកពួតពេញចំការចាច់ឲ្យយើងតែងទួយក៏មិនព្រមដែរត្រូវហើយអ្នកវាមានមាសមានប្រាក់ហើយនៅតែមកកំណាញ់ជាមួយអ្នកភូមិក្រខ្សត់ដូចជាពួកយើងទៀត ចាំមើលចុះថ្ងៃក្រោយខ្ញុំនឹងរកវិធីលបចូលទៅលួចកាច់ពោតឲ្យអស់ពីចំការវាតែម្ដងឲ្យសមតាមចិត្តខឹង ចាំពី3ថ្ងៃទៀតណាពួកយើងទៅលួចម្ដងទៀតកុំឲ្យវាដឹងខ្លួនតន់ដូចលើកមុនតែឥឡូវនេះខ្ញុំឃ្លានណាស់ធ្វើមិនទៅបងតុំ បងក៏ឃ្លានដែរទៅរកមើលផ្ទះអាសុកនឹងនាងសោភាសាកមើលក្រែងលោវាមាននៅសល់ប្រហុកផ្អកអីណា តិចលោកពួកគេទៅផ្ទះទៅ មិនអីទេមីងពេលនេះគេទៅចំការបាត់ហើយ មែនហើយបងតើយើងទៅអូនឃ្លានណាស់ អាយ៉ាក្នុងផ្ទះអាសុកនេះសម្បូររបស់ហូបចុកដែរតើ មែនហើយបងត្រីងៀតប្រហុកផ្អកទៅសក់ត្រាំមានមិនខ្វះ លួចយកទៅទាំងអស់តែម្ដងទៅអូនកុំទុកឲ្យសល់ អើយកទាំងអស់ទៅកុំទុកឲ្យសោះផ្ទះគេនេះសម្បូរកដែនតើយើងលួចទៅខ្លះហើយ ត្រឡប់មកពីចំការវិញស្រាប់តែ បងសុកមិនក៏ផ្ទះបាយរបស់យើងរប៉ារប៉ាយរបស់ច្រើនម្លេះ មែនហើយអូនប្រហុកផ្អកអង្គត្រីបានអស់រលីងហើយ អូនគិតថាគ្មានអ្នកណាគេលួចក្រៅពីអ្នកដែលទៅលួចកាច់ពោតយើងកាលពីថ្ងៃមុននោះទេ ចាប់ពីថ្ងៃនេះទៅផ្ទះត្រូវទៅរកមើលចិញ្ចឹមឆ្កែឲ្យច្រើនក្បាលទុកការពារផ្ទះពេលដែលយើងមិននៅ របស់ហូបចុកអីត្រូវទៅរកកន្លែងលាក់ឲ្យបានល្អហើយទៅបានបើមិនចឹងទេដឹងតែគេលួចយកទៅខ្ទេចអស់ហើយអ្នកមីងមានបានឃើញអ្នកណាចូលផ្ទះរបស់ខ្ញុំទេផ្ទះខ្ញុំបាត់ប្រហុកប្រអកនិងត្រីងៀតអស់ហើយអូយនាងសុភាឯនិយាយអញ្ចឹងចង់មានន័យថាម៉េចហាពួកអញដេកទៅនៅផ្ទះតើមានតែដឹងរឿងអីមែនហើយពួកឯងសម្បូរឆ្មាតិចលោកវាពំយកទៅបាត់ទេដឹង ពួកខ្ញុំមិនបានចោទប្រកាន់នរណាទេមីងគ្រាន់តែមកសួរនាំក្រែងលោបានឃើញនរណាចូលលួចតែប៉ុណ្្នឹងឯង បងសុកភ្នែកពួកគាត់មើលទៅកលិចកលាប់គួរសង្ស័យណាស់បង មែនហើយអូនមើលទៅគួរឲ្យសង្ស័យណាស់ព្រោះពួកគាត់ក៏ធ្លាប់លួចទៅកាច់ពោតយើងម្ដងដែរ ណែឯងនិយាយស្អីហ្នឹងហាយ៉ាងម៉េចចង់ថាពួកយើងជាអ្នកលួចមែនទេ មិនទៀងដែរមីងព្រោះលើកមុនពួកមីងធ្លាប់ទៅលួចកាច់ពោតខ្ញុំម្ដងដែរ រឿងលើកមុនណាក៏លើកយកមកនិយាយតែរឿងបាត់ប្រហុកផ្អកផ្ទះឯងណាយើងមិនដឹងទេវើយតើបងយើងត្រឡប់ទៅផ្ទះវិញមកពីយើងខ្វះការប្រុងប្រយ័ត្នឲ្យខ្លួនឯង តោះអូនយើងទៅផ្ទះវិញពេលវេលាចេះតែកន្លងផុតទៅ អើយខ្ញុំអស់កម្លាំងណាស់អ្នកចន្ទទីអើយក្នុងផ្ទះគ្មានសល់អីហូបតតែសោះមានតែចំការអាសុកទេដែលមានពូតបើមិនទៅលួចកាច់ទេណាយើងមុខជាស្លាប់មិនខាន ត្រូវហើយមីងបើមិនលួចទេយើងមិនអាចរស់បានទេ អើចាំយប់ងងឹតពួកយើងទៅចំការអាសុកទាំងអស់គ្នាទៅក្រែងលួចបានខ្លះយកមកស្ងោរហូប លើកនេះត្រូវប្រយ័ត្នជាងលើកមុនកុំឲ្យអាសុកនិងនាងសោភាចាប់បានឲ្យសោះពាក់កណ្ដាលអាត្រៀន អើយលោបពួកយើងណែដើរកុំឲ្យលឺសំឡេងចាអ្នកខ្ញុំកាច់បានខ្លះហើយអើយពូបងតំជួយផងអើយពូធំណាស់វើយពូធំណាស់ឆាប់ឡើងរត់ទៅវើយអើយ នាងស្រស់ត្រូវពោះចឹងដេកដួលស្រែកធ្ងរដោយការឈឺចាំ អើយបងតំអើយពូចាក់អន់ហើយអាយអូយចុកណាអើយ
អាមិនហើយស្រីស្រស់ងើបរួចទេចប់ហើយធ្វើយ៉ាងម៉េចទៅ ឮសំឡេងវឹកវរសុកនិងសោភាក៏បានមកដល់ ពុទ្ធអើយនាងស្រស់ត្រូវពោះចឹងតើបង កុំអាលគិតរឿងគេលួចពោតអីអូនជីវិតមនុស្សសំខាន់ជាងបងមានថ្នាំបន្សាបពឹសពោះលឿនឡើងយើងទៅជួយនាងសិនទៅសុកនិងសោភាបានជួយសង្គ្រោះជីវិតស្រីស្រស់រហូតបានជោគជ័យទង្វើដ៏ល្អនេះធ្វើឲ្យអ្នកភូមិទាំងអស់នោះខ្មាស់អៀននិងលុតជង្គង់សុំទោស អើយពួកមីងសំតោទាំងរឿងលួចគ្រាប់ស្រូវរឿងប្រហុកផ្អកនិងរឿងពោតពួកឯងទាំងពីរចិត្តល្អណាស់ពួកមីងខុសហើយ មិនអីទេមីងឲ្យតែមីងដឹងខុសចាប់ពីស្អែកទៅពួកខ្ញុំនឹងចែកពូជដំណាំឲ្យហើយបង្រៀនពួកមីងពីវិធីដាំដុះ ត្រូវហើយមីងកម្លាំងពលកម្មទៅជាជីវិតពិតចូលខំប្រឹងដោយដៃខ្លួនឯងទៅមានរបស់ហូបចុករហូតតទៅ បាទពួកយើងដឹងខុសហើយពួកយើងនឹងកែខ្លួនឲ្យខំប្រឹងឡើងវិញចាប់ពីពេលនោះមកអ្នកភូមិក៏លះបង់ភាពខ្ជិលច្រអូសនាំគ្នាឧស្សាហ៍ព្យាយាមធ្វើស្រែចម្ការរស់នៅក្នុងភាពសុខដុមរមនាតរៀងទៅចប់ដោយបរិបូរណ៍សូមអរគុណលីណាបានបើកខ្នើយចេញក៏ឃើញខ្សែករបស់នាង ឃើញហើយណាម៉ែខ្សែករបស់ខ្ញុំគឺនៅទីនេះតាចំគោពីណាគេនឹងមកស៊ីដំណាំរបស់យើងយីគោច្រើនយ៉ាងនេះខ្ទេចហើយដំណាំដែលខ្ញុំខំប្រឹងដាំខ្ទេចខ្ទីអស់ហើយ សីហាបានដាំដំណាំជាច្រើននេះក៏ដោយសារតែខ្លួនមិនចេះទំនេរដៃដែរសូមសម្រាប់បន្តិចសិន ហើយអីក៏តម្រុនម៉េះឪពុករបស់ខ្ញុំឲ្យប្រាក់ខែពេញណា រឿងចោរលួចក្នុងផ្ទះសីហាជាអ្នកបម្រើម្នាក់នៅក្នុងចំណោមអ្នកបម្រើផ្សេងទៀតនៅផ្ទះលោកសេដ្ឋីកានហើយក៏ជាមនុស្សឧស្សាហ៍ជាងគេផងដែរណែសីហាដងហ្នឹងលោកសេដ្ឋីថាបេះឲ្យអស់ពីដើមដូងមានដល់ទៅ10ដើមបងជួយឡើងបេះដែរមកអត់ទេឯងជាអ្នកចូលបម្រើលោកសេដ្ឋីក្រោយយើងត្រូវទៅធ្វើការងារហ្នឹងហើយចុះបងធ្វើអីដែរចុះបងជួយបេះដែរមកព្រោះនៅមានការងារផ្សេងទៀតដែលខ្ញុំត្រូវធ្វើដែរយើងនៅក្រោមចាំមើលផ្លែដូងខ្លាចលោមានអ្នកផ្សេងមកលួចយកទៅបងឯងនេះរត់ទៅកន្លែងស្រួលរហូត បងរាណាលោកសេដ្ឋីឲ្យបងទៅចាំផ្ទះព្រោះគាត់ណាត្រូវចេញទៅក្រៅជាមួយគ្រួសារ បងដឹងហើយណែសីហានៅម្នាក់ឯងទៅណាយើងទៅមើលផ្ទះបាទបង ណែសីហាបេះដូងឲ្យបានល្អប្រយ័ត្នតែបាត់ផ្លែមួយផ្លែណាមានរឿងជាមួយលោកសេដ្ឋីហើយ បងអសាអើយខ្ញុំឡើងបេះហត់ណាស់យ៉ាងច្រើនយកមកផ្លែកាប់ហូបហើយសូមបងកុំប្រាប់លោកសេដ្ឋីអីណា អត់ទេសីហាមួយផ្លែក៏មិនត្រូវឲ្យបាត់ដែរព្រោះលោកសេដ្ឋីនឹងស្ដីឲ្យ បាទបងខ្ញុំដឹងហើយ តោះបងយើងទៅវិញរ៉ាណាបេះដូងបានហើយនៅ ខ្ញុំបេះបានហើយឥឡូវទុកឲ្យសីហាជាអ្នករែកមក ហើយសីហាអត់ជួយបេះឯងទេហ៎ លោកស្រីអើយសីហាខ្ជិលណាស់ខ្ញុំឡើងបេះតែម្នាក់ឯងហ្នឹងចំណែកគេអត់ជួយសោះនៅតែក្រោមដេកលេង ហើយគិតទៅខ្ញុំបម្រើម្នាក់នេះពិតជាចិញ្ចឹមបំបងបាយមែន ខ្ញុំសុំទៅធ្វើការរបស់ខ្ញុំសិនហើយ សីហាដើរលឿនមកគ្រាន់តែរែកផ្លែឈើប៉ុណ្ណឹងសោះហ្នឹងណាក៏ដើរយឺតទៅកើតដែរ នាងអើយខ្ញុំអស់កម្លាំងខ្លាំងណាស់សូមសម្រាប់បន្តិចសិន ហើយអីក៏តម្រុនម៉េះឪពុករបស់ខ្ញុំឲ្យប្រាក់ខែពេញណា ម្សិលមិញខ្ញុំឡើងបេះដូងផងរែកដូងផងអស់កម្លាំងខ្លាំងណាស់ អេរ៉ាណាជាអ្នកឡើងដងតាមិនក៏សីហាឯងថាខ្លួនឯងជាអ្នកឡើងទៅវិញ អូនាងហើយបងរណាគាត់មិនសូវធ្វើការទេធ្វើតែខ្ញុំនឹងខ្ញុំជាអ្នកឡើងដូងមិនមែនគាត់ទេ កុំចេះតែទម្លាក់កំហុសលើគេណារ៉ាណាជាអ្នកឡើងដង មិនអីទេនាងបើគាត់ថាគាត់ជាអ្នកឡើងដូងទៅហើយក៏តាមនឹងទៅចុះ មកឆាប់ទៅមុខទៀត បាននាងលោកសេដ្ឋីគោរបស់លោកសេដ្ឋីល្អណាស់សីហាពិតជាប្រកែមើលថែគោពិតមែនបានលោកសេដ្ឋីខ្ញុំក៏ជួយមើលដែរតាយើងដឹងហើយ
យើងចង់ឡើងប្រាក់ខែសីហាឲ្យស្មើនឹងឯងដែរអូមិនបានទេលោកសេដ្ឋីសីហាគេទៅមិនចូលមកធ្វើការក្រោយខ្ញុំសោះមិនក៏លោកសេដ្ឋីតម្លើងប្រាក់ខែឲ្យស្មើខ្ញុំសីហាខំប្រឹងធ្វើការហើយយកចិត្តទុកដាក់ណាស់ត្រូវទៅតម្លើងប្រាក់ខែឲ្យគេធ្វើបែបហ្នឹងដូចជាមិនសមសោះលោកសេដ្ឋីខ្ញុំនៅបម្រើលោកសេដ្ឋីយូរហើយលោកសេដ្ឋីមិនតម្លើងប្រាក់ខែខ្ញុំសោះបើចង់ឲ្យយើងឡើងប្រាក់ខែឲ្យឯងត្រូវតែប្រឹងធ្វើការឲ្យដូចគេចាំយើងឡើងឲ្យបានលោកសេដ្ឋីស្រេចទៅលើលោកសេដ្ឋីទេឯងនៅមើលគោទៅយើងទៅផ្ទះវិញហើយបានលោកសេដ្ឋីយើងខំបម្រើផ្ទះនេះយូរមកដែរហើយគេមើលមិនឃើញមិនអីទេអាសីហាថ្ងៃណាមួយឯងនឹងលេងមានវត្តមាននៅទីនេះទៀតហើយអ្នកនាងហៅខ្ញុំមកមានកាយដែរខ្ញុំចង់សួរឯងបន្តិចខ្ញុំលើឪពុករបស់ខ្ញុំប្រាប់ថាសីហាប្រឹងប្រែងធ្វើការខ្លាំងណាស់អូយអ្នកនាងអើយខ្ញុំមិនចង់ប្រាប់ទេតាមពិតណាគេគ្រាន់តែធ្វើល្អយកមុខតែប៉ុណ្ណោះទេការងាររាល់ថ្ងៃនេះណាមានតែខ្ញុំនិងប្តីខ្ញុំទេដែលធ្វើច្រើនជាងគេអញ្ចឹងផងអីមិនក៏មិនប្រាប់ឪពុកខ្ញុំឲ្យបានដឹងផងអូយខ្ញុំមិនហ៊ានប្រាប់ទេព្រោះខ្ញុំដឹងថាលោកសេដ្ឋីនិងអ្នកនាងណារីចូលចិត្តគេណាហើយចុះមានរឿងអីទៀតដែរទេដែលខ្ញុំមិនទាន់បានដឹងប្រាប់ខ្ញុំមកអូយគេរអ៊ូតែម្នាក់ឯងថាលោកសេដ្ឋីនិងអ្នកស្រីណាលំអៀងប្រើតែគេម្នាក់គត់តាមពិតម្នាក់នេះអាក្រក់ណាស់តើចាំមើលណាខ្ញុំលួចតាមដានគេអូយមិនបានទេអ្នកនាងមិនបាច់តាមដានគេទេនាំតែហត់ទុកឲ្យខ្ញុំជាអ្នកតាមដានគេឲ្យអ្នកនាងវិញល្អជាងឯងនិយាយត្រូវបើដឹងរឿងមិនមកប្រាប់ខ្ញុំផងណាចាអ្នកនាងយ៉ាងម៉េចហើយសីហាគោរបស់យើងយ៉ាងម៉េចហើយបានលោកស្រីគោរបស់យើងល្អណាស់ព្រោះខ្ញុំរកស្មៅឲ្យពួកវាស៊ីបានគ្រប់គ្រាន់ប្តីរបស់យើងសរសើរឯងថាក្នុងចំណោមអ្នកបម្រើផ្សេងទៀតគឺមានតែឯងទេដែលឧស្សាហ៍ជាងគេតើពិតមែនទេខ្ញុំមិនដឹងដែរលោកស្រីខ្ញុំគ្រាន់តែធ្វើទៅតាមតួនាទីរបស់ខ្ញុំតែប៉ុណ្ណោះបើអញ្ចឹងល្អហើយប្រឹងប្រែងធ្វើការទៅតែហ៊ានលួចខ្ជិលខ្ញុំកាត់ប្រាក់ខែឯងហើយបានលោកស្រីខ្ញុំដឹងហើយសីហាចាំទំនេរដៃទៅផ្ទះមិត្តភក្តិរបស់ខ្ញុំផងណាមិត្តភក្តិរបស់ខ្ញុំមានរបស់ផ្ញើមកឲ្យខ្ញុំបានអ្នកនាងចាំខ្ញុំរួចដៃចាំខ្ញុំយកទៅឲ្យមកកូនយើងទៅផ្ទះវិញចាស់ម៉ែអូណាយើងគួរធ្វើយ៉ាងម៉េចបើនៅក្នុងកែវភ្នែករបស់លោកសេដ្ឋីសីហាល្អជាងពួកយើងទាំងពីរឆ្ងាយណាស់មែនហើយបងពួកយើងចូលធ្វើការយូរដែរហើយតែលោកសេដ្ឋីនិងលោកស្រីហាក់បីដូចជាមើលមិនឃើញពួកយើងសោះហើយបងអន់ចិត្តមែនទែនបើបន្តឲ្យគេនៅជាមួយពួកយើងទៀតគេនឹងខ្លាយជាដុំពេជ្រចំណែកយើងនឹងខ្លាយជាសម្រាមយើងគួរតែរកវិធីកម្ចាត់គេចេញទៅបានមែនហើយអូនបងមានល្បិចហើយធានាថាលោកសេដ្ឋីនិងលោកស្រីប្រកាសជាដេញគេចេញពីផ្ទះជាមិនខានទេថ្ងៃនេះលោកសេដ្ឋីមិននៅផ្ទះទេហើយសីហាគេទៅផ្សារជាមួយនឹងអ្នកនាងណារីហើយថ្ងៃនេះជាវេនដែលអាសីហាត្រូវមើលគោយើងនឹងប្រឡែងគោទាំងអស់នេះឲ្យទៅស៊ីដំណាំរបស់អ្នកភូមិមែនហើយអូនពេលនោះអ្នកភូមិនឹងមករករឿងលោកសេដ្ឋីប្រកាសជាខឹងខ្លាំងហើយសួររកអ្នកណាជាអ្នកមើលគោថ្ងៃហ្នឹងខ្ញុំនឹងចូលទៅក្នុងបន្ទប់អ្នកនាងរួចយកខ្សែករបស់អ្នកនាងទៅដាក់នៅកន្លែងដេករបស់សីហាពេលដែលអ្នកនាងរកមិនឃើញអ្នកនាងនឹងសួរនាំពួកយើងហើយបើអញ្ចឹងធ្វើតាមផែនការទៅនិយាយហើយនារាក៏បានប្រឡែងគោឲ្យដើរស៊ីដំណាំរបស់អ្នកភូមិចំគោពីណាគេនឹងមកស៊ីដំណាំរបស់យើងគោច្រើនយ៉ាងនេះខ្ទេចហើយដំណាំដែលខ្ញុំខំប្រឹងដាំខ្ទេចខ្ទីអស់ហើយអ្នកមីងមានរឿងអីហ្នឹងមិនដឹងជាគោអ្នកណាគេទេមកស៊ីដំណាំមីងអស់ហើយនេះគឺជាគោរបស់ពុកខ្ញុំតាហើយមិនក៏មកនៅទីនេះទៅវិញគោរបស់ក្មួយមែនទេចប់ហើយក្មួយអើយដំណាំរបស់មីងណាពួកវាស៊ីអស់ហើយតើក្មួយគិតធ្វើយ៉ាងម៉េចវិញមិនអីទេអ្នកមីងចាំខ្ញុំទៅប្រាប់ពុករបស់ខ្ញុំឲ្យចេញសងថ្លៃការខូចខាតរបស់មីងឥឡូវសីហាចាប់គោចង់ទៅខ្ញុំទៅផ្ទះមុនបាទអ្នកនាងគោខ្ញុំចង់ខ្សែជាប់អស់ហើយតាមិនក៏របូតបានទៀត
ថាម៉េចគោទៅស៊ីដំណាំរបស់គេហ៎ចាម៉ែខ្ញុំតែឃើញផ្ទាល់ភ្នែកហើយអ្នកណាគេជាអ្នកមើលគោមិនក៏បណ្ដោយឲ្យគោទៅស៊ីដំណាំរបស់គេអញ្ចឹងឧស្សាហ៍ម៉ណែអាចារ្យអ្នកនាងហៅខ្ញុំមកមានកាយដែរអ្នកណាគេជាអ្នកចងគោចាលោកស្រីគឺសីហាជាអ្នកចងគោហើយគេមើលគោយ៉ាងម៉េចបានជាបណ្ដោយឲ្យគោរួចចំណងទៅស៊ីដំណាំរបស់គេឲ្យខ្ញុំក៏មិនដឹងដែរឆាប់ទៅហៅគេមកជួបខ្ញុំចាលោកស្រីគិតយ៉ាងម៉េចទៅលោកសេដ្ឋីដំណាំរបស់ខ្ញុំណាត្រូវបានបំផ្លាញអស់ហើយ មិនអីទេអ្នកចាំខ្ញុំជាអ្នកចាញ់សងនេះមកពីកំហុសអ្នកបម្រើរបស់ខ្ញុំ នឹងហើយលោកសេដ្ឋីមកពីគេចងគោមិនជាប់ហើយបានជារបូតមកទាំងអស់បែបនេះ ចាំខ្ញុំឲ្យកូនស្រីរបស់ខ្ញុំយកលុយមកឲ្យណា ចាលោកសេដ្ឋីមើលសីហាហើយមើលគោយ៉ាងម៉េចបានជាទៅដាច់ចំណងស៊ីដំណាំរបស់គេអញ្ចឹង លោកស្រីខ្ញុំបានចងខ្សែជាប់តាម្យ៉ាងទៀតបើដាច់ខ្សែយ៉ាងច្រើនមួយពីរអីទេតែនេះដាច់ចំណងទាំងអស់វាដូចជារឿងចម្លែក អូយឯងធ្វើខុសហើយនៅមិនទទួលកំហុសទៀតមកពីឯងមិនយកចិត្តទុកដាក់លើការងារហ្នឹងណាឯងមានដឹងទេប្តីរបស់យើងនេះបានចេញលុយសងគេអស់ច្រើនណាស់ អញ្ចេះចុះលោកស្រីបើនេះជាកំហុសរបស់ខ្ញុំមែនសូមលោកស្រីកាត់ប្រាក់ខែខ្ញុំចុះ អ្នកម៉ែមានចុះបន្ទប់របស់ខ្ញុំទេហើយមានរឿងអីកូនកូនបាត់ខ្សែកហើយឃើញនៅក្នុងបន្ទប់របស់កូនដូចជាមានអ្នកណាចូលមើលពួកឯងទាំង3តើមានអ្នកណាគេចូលបន្ទប់របស់កូនស្រីយើងដែរទេអូខ្ញុំអត់បានចូលទេអ្នកស្រី ខ្ញុំអត់បានចូលទេខ្ញុំក៏អត់បានចូលដែរ បើអញ្ចឹងខ្សែកខ្ញុំវាបាត់ទៅណាហើយមានរឿងមិនចេះចប់តែម្ដងបើអញ្ចឹងមានតែឆែកតាមបន្ទប់រៀងខ្លួនទេចាំខ្ញុំទៅឆែកតាមបន្ទប់របស់ពួកគេម្ដងម្នាក់នឹងហើយអ្នកនាងសង្ស័យតែមានចោលលួចហើយមើលទៅខ្ញុំបានរកកន្លែងដេករបស់ឧស្សាហ៍និងតារារួចហើយដល់ពេលបន្ទប់របស់សីហាហើយណា បាទអ្នកនាងសូមអ្នកនាងឆែកតាមសម្រួលចុះ អូយអ្នកនាងចាំខ្ញុំជួយឆែកឲ្យ លីណាបានបើកខ្នើយចេញក៏ឃើញខ្សែករបស់នាង ឃើញហើយណាម៉ែខ្សែករបស់ខ្ញុំគឺនៅទីនេះតាអូតាមពិតសីហាជាអ្នកលួចសោះយើងខំទុកចិត្តអាណិតតែបែរជាមកលួចទ្រព្យសម្បត្តិរបស់កូនយើងទៅវិញ លោកស្រីស្ដាប់ខ្ញុំបកស្រាយសិនមានគេចង់ទម្លាក់កំហុសមកលើខ្ញុំហើយខ្ញុំមិនបានធ្វើបែបនេះទេសូមលោកស្រីជឿខ្ញុំចុះ ចោលណាវាមិនដែលសារភាពថាខ្លួនវាជាចោលទេ អ្នកនាងខ្ញុំមិនបានធ្វើបែបនេះទេមានគេចង់ធ្វើបាបខ្ញុំហើយ មកកូនទៅរកឪពុកកូនឲ្យកាត់ក្តីរឿងនេះ ខ្ញុំគិតថាឯងជាមនុស្សក្រនបើខំសរសើរហើយថែមទាំងឡើងប្រាក់ខែឲ្យស្មើនឹងគេទៀតប៉ុន្តែមិននឹកស្មានថាឯងជាមនុស្សបែបនេះសោះ គ្រាន់តែរឿងគោទៅស៊ីដំណាំរបស់គេមិនទាន់នឹងរករឿងផងហើយឥឡូវមកលួចខ្សែកកូនរបស់យើងទៀតមែនហើយណាម៉ែគួរតែដេញគេចោលទៅ ទោះបីជាខ្ញុំខំនិយាយយ៉ាងណាក៏លោកសេដ្ឋីមិនជឿខ្ញុំដែរតែខ្ញុំចង់និយាយពាក្យនៅក្នុងចិត្តខ្លះ មានពាក្យអីចង់និយាយឆាប់និយាយចេញមក ខ្ញុំពិតជាមិនបានលួចខ្សែករបស់អ្នកនាងទេហើយរឿងកោដដែលដាច់ចំណងទាំងអស់ទៅស៊ីដំណាំរបស់គេប្រកាសជាមានអ្នកចង់ធ្វើបាបខ្ញុំហើយ មិនបាច់បោកបាច់អីច្រើនទេឆាប់យកបង្វិចរបស់ឯងចេញពីផ្ទះរបស់យើងទៅឆាប់ទៅ សីហាត្រូវបានគេចោទប្រកាន់ថាជាចោររួចក៏ដើរចេញទៅដើរតាមផ្លូវសីហាក៏បានជួបកូនស្រីច្បងរបស់សេដ្ឋីកាន សីហាតាណានឹងហើយមានបង្វិចទៀត បាទអ្នកនាងខ្ញុំបានចាកចេញពីផ្ទះរបស់អ្នកនាងហើយ ខ្ញុំទៅតែមកពីលេងផ្ទះមិត្តភក្តិរបស់ខ្ញុំ 4-5 ថ្ងៃហើយនៅក្នុងផ្ទះមានរឿងអីមែន ខ្ញុំត្រូវបានគេចោទថាខ្ញុំជាអ្នកលួចខ្សែកប្អូនស្រីរបស់អ្នកនាងហើយថែមទាំងធ្វើឲ្យគោដាច់ចំណងទាំងអស់ទៅស៊ីដំណាំគេទៀត មានរឿងបែបនេះផងខ្ញុំមិនជឿថាសីហាឯងជាមនុស្សបែបហ្នឹងទេប្រកាសជាពីរអ្នកនោះគេធ្វើបាបសីហាឯងហើយ ខ្ញុំក៏គិតថាអញ្ចឹងដែរព្រោះពីរអ្នកនោះគេចំណានខ្ញុំណាស់ដែលឃើញលោកសេដ្ឋីពេញចិត្តខ្ញុំ សីហាឯងទៅផ្ទះជាមួយខ្ញុំវិញទៅចាំខ្ញុំទៅនិយាយជាមួយឪពុកម្ដាយខ្ញុំឲ្យ មិនអីទេអ្នកនាងគ្មានប្រយោជន៍ទេខ្ញុំទៅសិនហើយសូមអ្នកនាងថែខ្លួនផង មិនគួរណាមានរឿងបែបហ្នឹងសោះ មិនយូរប៉ុន្មានសីហាក៏បានដើរមកដល់ផ្ទះខ្លួនឯងវិញ
ខានមកផ្ទះយូរហើយថ្ងៃនេះបានមកដល់ហើយអោផ្ទះដ៏កំសត់អើយចាប់ពីថ្ងៃនេះទៅខ្ញុំមកនៅវិញហើយតាំងពីសីហាចេញមកផ្ទះលោកសេដ្ឋីកានតែងតែមានបញ្ហាមិនចេះចប់មិនចេះហើយ ហើយចាប់មែនប្រើមកដូចចិត្តសោះប្រើឆ្វេងចេញស្ដាំខ្ញុំមកឆ្ងល់ពួកឯងទៅពីអ្នកដល់ហើយឲ្យធ្វើការងារពេលណាក៏មិនដែលបានផលដែរអូយអ្នកនាងឲ្យពួកខ្ញុំទាំងពីរធ្វើការច្រើនពេកខ្ញុំធ្វើមិនអស់ទៅ មែនហើយលោកស្រីរកអ្នកបម្រើបន្ថែមទៀតមកពួកខ្ញុំហត់ណាស់ ហីធ្វើប៉ុណ្ណឹងហត់ មើលរណាហើយដូងមិនក៏អត់មានស្រោចទឹកអញ្ចឹងស្លឹកដូងឡើងលឿងអស់ទៅហើយរកតែមួយផ្លែសឹងតែមិនបានដីឲ្យស្ងួតឆេញលោកសេដ្ឋីដូងច្រើនដើមពេកខ្ញុំស្រោចទឹកមិនអស់ទេ ហើយគោក៏អញ្ចឹងដែរស្គមដូចជាគ្មានអីស៊ីអញ្ចឹងឆាប់ទៅរកស្មៅឲ្យពួកវាស៊ីភ្លាមទៅ បានលោកស្រី ហើយពេលសីហានៅយើងក៏មិនហត់លំបាកអញ្ចឹងដែរ មែនហើយម៉ែវាបើសីហានៅយើងក៏គ្មានត្រូវព្រួយបារម្ភរឿងនឹងដែរណែអូនអសាយើងគិតធ្វើយ៉ាងម៉េចវិញបើលោកសេដ្ឋីនិងលោកស្រីចេះតែរករឿងយើងរហូតអញ្ចឹងនោះ អូនគិតថាដូចជាមិនស្រួលទេមានតែពួកយើងរត់ចេញទៅបាន បងគិតថាអញ្ចឹងដែរព្រោះគោនៅក្នុងទ្រុងដូចជាមិនសូវស្រួលទេឈឺច្រើនក្បាលសង្ស័យតែមានខ្លះអាចនឹងស្លាប់ក៏ថាបានដែរ បើគោស្លាប់ហើយយើងប្រកាសជាមានរឿងធំហើយ យើងគួរតែរត់គេចយប់នេះតែម្ដងទៅ អូនដឹងកន្លែងទុកមាសខ្លះរបស់លោកស្រីអូនគិតថាទៅលួចខ្លះចាំយើងរត់ចេញពីទីនេះទៅ បើអញ្ចឹងចាំបងមើលផ្លូវ យ៉ាងម៉េចហើយកូនរកឃើញមាសដែលម៉ែទុកក្នុងទូដែរទេម៉ែទុកក្នុងទូប្រហែលដែរម៉ែទុកប្រហែលជា2តម្លឹងកូនរកមើលសពនៅកូននឹងលីណារកមើលអស់ហើយនៅតែរកមិនឃើញទៀតខ្លាចក្រែងតែមានអ្នកចូលលួចទេអ្នកណាគេហ៊ានចូលលួចមាសរបស់យើងអ្នកម៉ែពីអ្នកប្តីប្រពន្ធនោះបាននាំគ្នារត់ចេញពីផ្ទះហើយហាមិនបានជាពួកគេរត់ចេញកូនក៏មិនដឹងដែរនៅក្នុងផ្ទះដែលគេស្នាក់នៅគឺទទេស្អាត ម៉ែវាមានឃើញពីអ្នកប្តីប្រពន្ធដែរទេ គេរត់ចេញពីផ្ទះបាត់ហើយ គោនៅក្នុងទ្រុងស្គមស្លាប់ជាង10ក្បាលមិនដឹងជាពួកគេចិញ្ចឹមយ៉ាងម៉េចទេ គោស្លាប់ចំណែកខ្ញុំបាត់មាសអស់ពីដំឡឹងទៀតខ្ញុំថាហើយនេះមកពីពុកម៉ែមិនស្ដាប់ខ្ញុំតាមពិតសីហាជាមនុស្សល្អណាស់យើងបែរជាបណ្ដេញមនុស្សមិនដឹងអីមែនហើយកូនពេលនិយាយដល់សីហាម៉ែដូចជាភ្ញាក់ខ្លួនព្រឺតតែម្ដងតាមពិតសីហាមិនមែនជាចោរទេ បងក៏ខុសដែរមិនគួរណាបណ្ដេញសីហាចេញសោះពេលគេនៅការងារចំការគេមើលថែបានល្អណាស់ហើយគោក៏គេមើលថែបានល្អដែរ មិនហើយពុកម៉ែពួកយើងនាំគ្នាទៅរកសីហាមកវិញមក សីហាបានដាំដំណាំជាច្រើននេះក៏ដោយសារតែខ្លួនមិនចេះទំនេរដៃដែរមិនដឹងជាលោកសេដ្ឋីនិងលោកស្រីសុខទុក្ខយ៉ាងណាទេពេលដែលអត់ពីយើងការងារនៅក្នុងផ្ទះប្រកាសជាអញែញ៉ៃណាស់ ពុកសីហានៅផ្ទះតា សីហាសីហាអ្នកណាហើយអញ្ចេះអូលោកសេដ្ឋីទៅណាដែរឬក៏មកទាបំណុលដែលខ្ញុំបានធ្វើឲ្យដំណាំអ្នកភូមិខូចខាត មិនមែនចឹងទេសីហាពួកខ្ញុំបានដឹងហើយថាអ្នកណាជាមនុស្សល្អពិតប្រាកដ អ៊ំមកហៅក្មួយទៅវិញរឿងរ៉ាវលើកមុនអ៊ំខ្លួនឯងដែលស្ដាប់គេផ្ដេសផ្ដាស់បានចោទតែក្មួយជាចោរឲ្យអ៊ំសុំទោសផងណា សីហាពួកខ្ញុំនៅក្នុងផ្ទះសត្វតែយកច្រឡំលើសីហាឯងពួកខ្ញុំមកនេះចង់ឲ្យសីហាត្រឡប់ទៅវិញ ពីអ្នកប្តីប្រពន្ធនោះបានរត់ចេញពីផ្ទះអ៊ំហើយថែមទាំងបានលួចមាសរបស់ប្រពន្ធអ៊ំទៀត សីហាត្រឡប់ទៅវិញទៅណាការងាររបស់ពួកខ្ញុំគឺមានតែសីហាម្នាក់ប៉ុណ្ណោះដែលអាចធ្វើបាន ត្រឡប់ទៅវិញទៅណាសីហាឬក្មួយមិនទាន់លើកលែងទោសឲ្យអ៊ំទៀតបានខ្ញុំនឹងត្រឡប់ទៅវិញព្រោះលោកសេដ្ឋីក៏ជាអ្នកមានគុណមកលើខ្ញុំដែរមួយឆ្នាំកន្លងផុតទៅ សីហាមីងនិងអ៊ំប្រុសរបស់ឯងមានរឿងចង់ប្រាប់ បាទលោកស្រីមានការអីដែរ សីហាឯងមកធ្វើការនៅក្នុងផ្ទះរបស់យើងជាយូរឆ្នាំហើយឯងធ្វើការងារបានល្អណាស់ ហើយក្មួយក៏ជាមនុស្សទៀងត្រង់ដែរមើងម៉ាត់ធ្វើការ គឺមីងចង់លើកនារីកូនស្រីរបស់មីងទៅឲ្យឯងណា
លោកស្រីខ្ញុំជាអ្នកបម្រើគឺមិនស័ក្តិសមជាមួយកូនស្រីរបស់លោកស្រីទេអេកុំនិយាយអញ្ចឹងអីអ៊ំក៏ដឹងថាឯងក៏មានចិត្តស្រឡាញ់នារីដែរ មីងបានសួរនារីហើយនារីក៏ស្រឡាញ់ក្មួយដែរ ខ្ញុំសូមអរគុណដែលអាណិតស្រឡាញ់ខ្ញុំបំណងនេះខ្ញុំសូមទទួលយកហើយ អញ្ចឹងបានល្អចាប់ពីពេលនេះតទៅក្មួយខ្លាចជាកូនប្រសាររបស់ពូមីងហើយ អញ្ចឹងចាំយើងទៅរកពេលលាឲ្យពួកគេទាំងពីរបានរៀបការ នឹងហើយបង ដោយសារតែភាពស្មោះត្រង់និងការឧស្សាហ៍នៅក្នុងការងារសីហាក៏បានប្រែខ្លួនคล้ายទៅជាកូនប្រសារលោកសេដ្ឋីដោយមាននារីជាប្រពន្ធពួកគេបានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលចប់ដោយបរិបូរណ៍សូមអរគុណក្តីក៏បានកាន់កំសៀវដើម្បីចាក់ទឹកឲ្យតាវ៉ាន់ស្រាប់តែឃើញមានមាសជាច្រើន ហើយបងវ៉ាន់តែប៉ុណ្ណេះពួកយើងខ្លាចជាអ្នកមានហើយ យ៉ាងម៉េចទៅហើយក្តីមានបានឃើញបានប៉ះហើយនៅទេលោកប្រុសអើយខ្ញុំជីកច្រើនដៅដែរដីនោះយើងបានលក់ទៅឲ្យគេហើយព្រោះពេលនេះយើងខ្លាយទៅជាអ្នកមានអីត្រូវទៅប្រឡាក់ខ្លួនទៀតនោះរឿងពឹងសំណាងតាវ៉ាន់និងស្រីពេជ្រជាប្តីប្រពន្ធមួយគូដែលមិនទាន់មានកូននៅឡើយហើយពួកគេក៏ធ្វើស្រែចម្ការផងដែរហើយប្រពន្ធប្រើឲ្យមកជីកដីដាំស្លឹកគ្រៃថាកុំឲ្យទិញគេនាំទៅអស់លុយ ត្រូវហើយធ្វើចំការបានត្រឹមតែម្ចាស់ទេអញ្ចឹងហើយត្រូវសំចៃខ្លះ ធ្លាប់តែទិញគេស្រួលដល់តែមកដាំខ្លួនឯងចេះពិបាកដល់ហើយ ជីកដីឲ្យបានច្រើនកន្លែងទៅទើបអាចដាំស្លឹកគ្រៃបានច្រើនគុំ បាទបងដឹងហើយចុំស្អីគេនឹងរឹងម៉េះ អីគេដាក់បងជីសាក់មើល ដូចជាហាប់ហាប់អីគេអញ្ចេះ សាក់បាក់មើលបងក្រែងលោមមានមាសព្រោះហាប់ដែលកប់ចោលបែបនេះណាប្រកាសជាមានមាសហើយ តាវ៉ាន់ក៏បានបើកហាប់នោះមើលស្រាប់តែឃើញមានមាសជាច្រើន ហើយបងវ៉ាន់តែប៉ុណ្ណេះពួកយើងខ្លាចជាអ្នកមានហើយ ពួកយើងខ្លាចជាអ្នកមានហើយតាវ៉ាន់និងស្រីពេជ្របានភ្ញាក់ផ្អើលជាមួយមាសជាច្រើននៅក្នុងហឹមនៅឯវាលស្រែពូឌីកំពុងតែស្ទូងស្រូវដែលរាល់ថ្ងៃប្រពន្ធរបស់គាត់ជាអ្នកមកធ្វើនោះទេ បងឌីយ៉ាមានដំណឹងល្អចង់ប្រាប់ មានរឿងអីអូន គឺកូនតាវ៉ាន់របស់យើងនឹងណាគេជីកដីដាំស្លឹកគ្រៃនៅក្បែរផ្ទះស្រាប់តែជីកប៉ះចំកំណប់មាស ថាម៉េចកូនរបស់យើងជីកបានកំណប់មាសហី ចាស់បងកូនរបស់យើងទើបតែមកប្រាប់អូនមិញនឹងទេ បើអញ្ចឹងតោះអូនយើងទៅអបអរកូនរបស់យើង ចាស់បងតោះយើងទៅ ពូឌីផ្អាកការស្ទូងស្រូវដើម្បីទៅអបអរកូនប្រុសរបស់គាត់គង្គានិងស៊ីណាជាប្តីប្រពន្ធដែលមានជីវភាពសមរម្យតែពួកគេខំប្រឹងខ្លាំងណាស់ស៊ីណាអូនជួយដាក់ទឹកកកឲ្យបងមួយកែវមកបងស្រេកទឹកណាស់ ចាស់បងចាំបន្តិច ស៊ីណាក៏បានចាប់ទឹកកកដាក់ចូលក្នុងកែវហើយក៏ចាក់ទឹកពីកំសៀវដែលគេបានដាំ ណែបងទឹកផឹកតាមស្រួលណា បាទអូនអរគុណច្រើន ថ្ងៃនេះជាថ្ងៃអាទិត្យបងគួរតែសម្រាប់ខ្លះទៅកុំខំប្រឹងខ្លាំងពេក គ្រួសារយើងនៅខ្វះខាតបងមិនចង់ឈប់សម្រាកនោះទេ អូនដឹងថាបងខំប្រឹងណាស់រាល់ថ្ងៃក៏ព្រោះតែដើម្បីអនាគតគ្រួសាររបស់ពួកយើងនោះដែរ ដើម្បីអនាគតពួកយើងទៅថ្ងៃក្រោយបងត្រូវតែខំប្រឹង បងចូលទៅងូតទឹកសិនទៅអូនទៅធ្វើម្ហូបឲ្យបងហូប អញ្ចឹងបងទៅរកងូតទឹកសិនហើយណា ចាស់បង គង្គានិងស៊ីណាពួកគេខំប្រឹងណាស់មិនហ៊ានឈប់សម្រាកនោះឡើយព្រោះតែចង់ឲ្យគ្រួសារមានបាន
ងាកមកមើលផ្ទះរបស់តាវ៉ាន់ឯនេះវិញកំពុងតែសប្បាយចិត្តនឹងមាសដែលពួកគេបានពីហັບដែលលាក់នៅក្នុងដី បងវ៉ាន់តើពួកយើងគួរធ្វើយ៉ាងម៉េចទៅបងមាសទាំងអស់នេះ យើងយកទៅលក់ដើម្បីធ្វើផ្ទះថ្មីហើយពេលនោះយើងមិនចាំបាច់ធ្វើស្រែនាំទៅប្រឡាក់ខោអាវខ្មៅស្បែកនោះទេ ពិតមែនហើយបងពេលនោះអូននឹងមានគ្រឿងអលង្ការពាក់ពេញខ្លួនជាមិនខានទេ ហើយពេលនោះយើងទៅណាមកណាក៏អ្នកភូមិគេទៅសើយើងដែរ នេះជាសំណាងរបស់ពួកយើងហើយ ឃើញទេអូនមនុស្សបកងតែមានទោះមិនបាច់ប្រឹងក៏ខ្លាយជាអ្នកមានបានដែរ ត្រូវហើយបង ចាប់តាំងពីពួកគេបានមាសមកតាវ៉ាន់និងស្រីពេជ្រក៏ឈប់ធ្វើការរកស៊ីបន្តទៀតដែរព្រឹកស្អែកឡើងតាវ៉ាន់បានមកទិញកាហ្វេផឹកស្រីណយដាក់កាហ្វេឲ្យបងមួយកែវមកហើយអ្នកដែលកំពុងអង្គុយផឹកទាំងអស់គ្នាមិនចាំបាច់គិតលុយពីពួកគេនោះទេបងជាអ្នកចាញ់លុយជំនួស ចាស់បង អាយ៉ាថ្ងៃនេះតាវ៉ាន់មានរឿងអីចេះបានជាចិត្តល្អម្ល៉េះអូ ធម្មតាទេពូអើយអ្នកមានគឺអញ្ចឹងហើយហើយចុះក្មួយឯងខ្លាយជាអ្នកមានតាំងពីពេលណាមកគឺថ្ងៃមុនខ្ញុំជីកបានកំណប់មាសមួយនៅក្បែរផ្ទះអូសំណាងម្ល៉េះក្មួយហើយបានច្រើនដែរទេក្មួយបានច្រើនដែរតាពូតែប៉ុណ្ណេះខ្ញុំខ្លាយជាអ្នកមានហើយបើអញ្ចឹងពូសូមអបអរសាទរផងណាតែក្មួយក៏មិនត្រូវធ្វេសប្រហែសចាយវាយផ្ដេសផ្ដាស់ដែរទៅភ័យម៉េះពូមាសមកកណោបើថាចាយអស់ទៅជីកក្បែរផ្ទះទៀតទៅព្រោះបើមានមួយប្រកាសជាមានពីរហើយពូស្រេចតែក្មួយគិតទេណាហ្នឹងហើយពូតាវ៉ាន់ចាប់ផ្ដើមលេងធ្វើការរកស៊ីអីទៀតហើយស្រីនេះដីនេះស្រីនេះលក់ដែរទេ ចាស់ខ្ញុំលក់តាព្រោះត្រូវការលុយខ្លះទិញឡានមួយគ្រឿងគ្រាន់តែជិះតែធ្វើការថាខ្ជិលខ្ចីលុយធនាគារហ្នឹងណា បើអញ្ចឹងលក់ឲ្យខ្ញុំមកណាព្រោះថាចង់ទិញដីស្រីនេះឯងបើកន្លែងលក់ដូរ មានអីដីកន្លែងនេះនៅផ្លូវល្អមានមនុស្សជិះចេញចូលច្រើនបើកង្គីឯងបានដីនេះដឹងតែត្រូវហើយ ហើយស្រីនេះឯងចង់លក់ដីនេះក្នុងតម្លៃប្រមាណដែរ ខ្ញុំមិនទាន់ហ៊ានសម្រេចថាលក់ក្នុងតម្លៃប្រមាណនោះទេចាំសួរប្តីខ្ញុំម្ដងទៀតសិន ហ្នឹងហើយស្រីនេះសួរប្តីសិនទៅហើយចាំប្រាប់ខ្ញុំវិញក៏បានដែរ ចា គង្គាមានគម្រោងចង់បើកកន្លែងរកស៊ីនៅលើដីមួយនេះព្រោះឃើញថាដីនេះនៅជាប់ផ្លូវល្អក្រោយពីបានមាសមកតាវ៉ាន់និងស្រីពេជ្រក៏បានសាងសង់ផ្ទះថ្មីមួយភ្លាមហើយថែមទាំងមានជួលអ្នកបម្រើប្រុសស្រីមកទៀតផង នារីថ្ងៃហ្នឹងខ្ញុំចង់ញ៉ាំពោះគោទឹកប្រហុកនារីឯងធ្វើឲ្យផងណាចាស់លោកស្រីចាំខ្ញុំធ្វើជូនហើយមានឃើញប្តីរបស់ខ្ញុំទៅណាដែរទេចាស់លោកស្រីខ្ញុំក៏អត់ដឹងដែរតែឃើញគាត់ហៅប្តីរបស់ខ្ញុំទៅជាមួយមិនដឹងថាគាត់ទៅណាទេមិនអីទេឆាប់ទៅផ្សារទៅចាស់លោកស្រី ស្រីពេជ្រប្រែក្លាយជាអ្នកមានដោយសារតែមាសដែលគេបានមួយហឹមក្រឡេកមកមើលតាវ៉ាន់ឯនេះវិញគេចាប់ផ្ដើមប្រែចរិតជាអ្នកមានដើរស៊ីចាយលេងគិតរកស៊ីអ្វីបន្តទៀតហើយក្តីឯងមើលនោះគឺជាដីស្រែរបស់យើងកាលពីមុនយើងធ្លាប់ធ្វើតែឥឡូវយើងឈប់ហើយហេតុអីបានជាលោកប្រុសឈប់បើលោកប្រុសឈប់ធ្វើហើយចុះមិនក៏នៅក្នុងស្រែមានស្រូវអញ្ចឹងដីនោះយើងបានលក់ទៅឲ្យគេហើយព្រោះពេលនេះយើងខ្លាយទៅជាអ្នកមានអីត្រូវទៅប្រឡាក់ខ្លួនទៀតនោះមែនតាលោកប្រុសខ្ញុំភ្លេចគិតតាវ៉ាន់កំពុងលងខ្លួននឹងមាសដែលខ្លួនមានគេដើរស៊ីចាយមិនគិតមុខក្រោយទៀតឡើយក្រោយពីបានទិញដីរបស់ស្រីនេះរួចមកគង្គានិងស៊ីណាក៏បានបើកហាងបោះដុំផ្លែឈើគ្រប់មុខផងដែរ ក្មួយស៊ីណាឮថាក្មួយបោះដុំផ្លែឈើគ្រប់មុខមែនទេក្មួយចាអ្នកមីងចង់មកសហការជាមួយក្មួយព្រោះមីងចង់ទិញពីក្មួយច្រើនយកទៅបោះដុំឲ្យអ្នកលក់ផ្សេងទៀតនៅខាងមីងរស់នៅឯណោះចាមានអីអ្នកមីងបើអ្នកមីងទិញពីខ្ញុំច្រើនខ្ញុំក៏នឹងលក់បញ្ចុះតម្លៃឲ្យផងដែរ
នឹងហើយក្មួយចាំពេលមីងទៅផ្ទះវិញនឹងធ្វើបញ្ជីមកប្រាប់ក្មួយថានឹងទិញផ្លែឈើអីខ្លះណាក្មួយទិញពីក្មួយនឹងហើយចាស់អ្នកមីង ក្រោយបើកបានតែប៉ុន្មានថ្ងៃស៊ីណាក៏ទទួលបានឈ្មួញកណ្ដាលជាច្រើនអ្នកមកសុំសហការរកស៊ីជាមួយចំណែកតាវ៉ាន់ឯនោះវិញកំពុងតែសប្បាយនឹងជីវិតរបស់ខ្លួនដែលដេកស៊ីលើទ្រព្យដែលខ្លួនកំពុងមានអាក្តីមកចាក់ទឹកក្តៅដាក់កែវឲ្យយើងផឹកបន្តិចបាទលោកប្រុសក្តីក៏បានកាន់កំសៀវដើម្បីចាក់ទឹកឲ្យតាវ៉ាន់លោកប្រុសសូមចេញពិសាអាក្តីយើងចង់ហូបសាច់ជ្រូកខ្វៃព្រោះខានយូរហើយឯងទៅប្រាប់គេទៅថាយើងទិញជ្រូកខ្វៃមួយបាទលោកប្រុសចាំខ្ញុំទៅប្រាប់គេឲ្យមកវិញកុំភ្លេចប្រាប់ពួកម៉ាក់របស់យើងផងណាថាផ្ទះយើងមានកម្មវិធីបាទលោកប្រុសតាវ៉ាន់តាំងពីគេជីកមាសបានមកគេមិនដែលរកស៊ីអ្វីទៀតទេនៅហាងបោះដុំផ្លែឈើរបស់គង្គានិងស៊ីណាមានគេចូលទិញជាហូរហែទាំងភ្ញៀវធម្មតានិងឈ្មួញកណ្ដាលហើយស៊ីណារកស៊ីអីហ្នឹងចាខ្ញុំបោះដុំនឹងលក់រាយផ្លែឈើគ្រប់មុខចំណេញដែរមែនរកស៊ីអញ្ចឹងលើកដំបូងមិនទាន់ឃើញចំណេញទេព្រោះអីយើងចំណាយទុនច្រើនមិនទាន់រួចដើមនៅឡើយទេងាប់ហើយទៅប្រឹងរកស៊ីធ្វើអីមើលតែខ្ញុំណែមាសមួយហាប់ចាយមិនទឹកអស់ផងខ្ញុំនិយាយដាស់តឿនស្រីពេជ្រឯងណាកុំអាងថាមានមាសប៉ុណ្ណឹងហើយគិតថាចាយវាអស់មួយជីវិតនោះមិនអញ្ចឹងមិនក៏ឯងដឹងព្រោះមាសខ្ញុំច្រើនដែរចាយមួយជីវិតមិនអស់ផងខ្ញុំចេះតែជួយប្រាប់ទេតែថាខ្ញុំឃើញស្រីពេជ្រឯងមានមាសប៉ុណ្ណឹងខ្ញុំចំណែនអីទៅអត់ទេណាគ្រាន់តែចង់ដាស់តឿនមិនចាំបាច់មកដាស់តឿនខ្ញុំអីទេរៀបចំជីវិតរបស់ឯងឲ្យបានល្អទៅប្រយ័ត្នរកស៊ីខាត់លួររលំបាស់ជើងទៅចាអរគុណចំពោះការណែនាំចំណែកស្រីពេជ្រឯងក៏អញ្ចឹងដែរប្រយ័ត្នហួសពេលលែងបកក្រោយបានណាស្រីពេជ្រដោយនិយាយមិនចូលគ្នាជាមួយស៊ីណាគេក៏បានដើរចេញទៅងាកមកមើលពូឌីនិងមីងសីឯនេះវិញពួកគាត់ជាឪពុកម្ដាយមិនដែលចេះអប់រំណែនាំកូនបន្ថែមទៀតនោះឡើយដោយគាត់ក៏ចូលរួមសប្បាយបន្ថែមទៀតជាមួយកូនផងដែរម៉ែវាកូនរបស់យើងគឺពិតជាមានសំណាងពិតមែនដែលចេះជីកបានកំណប់មាសពិតមែនហើយពុកវាខ្ញុំគិតថានេះជាសំណាងរបស់គេពីជាតិមុនហើយមើលទៅព្រោះនៅសុកក៏មានមាសនៅក្នុងដីឲ្យគេជីកឃើញអញ្ចឹងបានថាហ្នឹងណាសំណាងរបស់គេនៅតែជាសំណាងរបស់គេអញ្ចឹងនឹងហើយបងដោយសារតែសំណាងរបស់កូនយើងពួកយើងទាំងពីរក៏បានសុខស្រួលមានលុយចាយដោយសារតែពួកគេនោះដែរពិតមែនហើយម៉ែវាពូឌីនិងមីងសីមិនបានអប់រំកូនឲ្យចេះយកលុយកាក់ដែលខ្លួនមានយកទៅប្រកបការងាររកស៊ីអ្វីទៀតនោះទេងាកមកមើលខាងគង្គានិងស៊ីណាឯនេះវិញគេគិតតែពីខំប្រឹងប្រកបការងាររកស៊ីរបស់គេមិនដែលខ្ជិលនោះឡើយស៊ីណាអូនពួកយើងបានបើកហាងបោះដុំផ្លែឈើជាងមួយឆ្នាំមកហើយតើអូនយល់យ៉ាងម៉េចដែរចាបងអូនយល់ថាការរកស៊ីរបស់យើងកំពុងតែរលូនទៅមុខហើយគ្រាន់តែមួយឆ្នាំដំបូងលុយដែលចំណេញបានមកត្រឹមតែរួចថ្លៃដើមទេមានអីគ្រាន់បើដែរតាអូនមួយឆ្នាំដំបូងអាចរួចថ្លៃដើមបានក៏ចាត់ទុកតែគ្រាន់បើដែរព្រោះដើមទុនយើងបានចំណាយច្រើនដែរនឹងហើយបងអូនឃើញពីមួយខែទៅមួយខែមានឈ្មោះកណ្ដាលជាច្រើនបានមកសហការរកស៊ីជាមួយយើងក្នុងនេះដែរគឺជាឱកាសចំណេញដ៏ល្អណាស់ល្អណាស់អូនបើសិនជាយើងមានដើមទុនច្រើនដូចជាតាវ៉ាន់និងស្រីពេជ្រវិញនោះមិនដឹងជាល្អយ៉ាងណានោះទេយើងអាចសាងសង់កន្លែងដាក់ផ្លែឈើបានយ៉ាងធំហើយយើងអាចទិញឡានគ្រាន់ដឹកផងដែរពិតមែនហើយបងតែពួកគេនោះមិនគិតដូចយើងនោះទេមានលុយសុកចិត្តដើរចាយវាដូចអ្នកមានមិនគិតខំរកស៊ីអីបន្ថែមនោះទេនឹងហើយអូនគួរឲ្យស្ដាយខ្លាំងណាស់អូនធ្លាប់បាននិយាយណែនាំស្រីពេជ្រដែរហើយធ្លាប់បាននិយាយជាច្រើនដងណែនាំគេតែគេមិនដែលស្ដាប់អូននោះទេមិនអីទេអូនតាមតែចិត្តគេទៅ
ចំណែកឯក្តីនឹងនារីឯនេះវិញពួកគេក៏ខិតខំធ្វើការខ្លាំងណាស់ផងដែរដើម្បីកុំឲ្យលោកប្រុសលោកស្រីរបស់ពួកគេទាស់ចិននារីអូនព្រឹកមិញអូនអញទៅផ្សារទិញអីគេដែរអូន ចាបងអូនទិញសាច់គោងៀតព្រោះលោកប្រុសគាត់ចង់ពិសា គិតទៅលោកប្រុសហូបឆ្ងាញ់រាល់ថ្ងៃហ្មងណោះចំណែកយើងឯនេះវិញបានសល់ពីគាត់ខ្លះក៏ឆ្ងាញ់តាមគាត់ដែរទៅ គាត់មានមាសច្រើនបើថ្ងៃណាមួយអត់លុយគាត់អាចយកមាសរបស់គាត់ទៅលក់ទៀតហើយ មុនហ្នឹងបងបានឃើញពួកគាត់ទាំងពីរចេញពីផ្ទះមិនដឹងជាទៅណានោះទេ ឮថាគាត់បានទៅលក់មាសទៀតហើយមួយឆ្នាំកន្លងមកនេះមាសដែលគាត់បានលក់សឹងតែអស់ទៅហើយ គិតទៅលោកប្រុសលោកស្រីរបស់យើងអត់គំនិតដែរបើបងវិញមានប្រហែលគាត់មិនដឹងជាល្អយ៉ាងណានោះទេ ហើយកុំនិយាយលឺពេកប្រយ័ត្នគាត់មកស្ដាប់ឮថាពួកយើងលួចនិយាយដើមគាត់ទៅ មិនអីទេបើពួកគាត់ចេញទៅក្រៅហើយគឺមិនងាយចូលផ្ទះវិញភ្លាមនោះទេ2ឆ្នាំកន្លងផុតទៅ ហើយបងតាវ៉ាន់គិតអាម៉េចឥឡូវបើមាសដែលយើងបានលក់ចាយចិត្តអស់ហើយហ្នឹង ហាក្រាញ់មាសរបស់យើងមានច្រើនតែមិនក៏ចិត្តអស់អញ្ចឹង ឲ្យនៅសល់ច្រើនចឹងម៉េចបានបន្តិចយើងលក់បានបន្តិចយើងលក់ចាយតែរហូតហ្នឹងលក់ចាយរហូត ធ្វើមិនទៅអញ្ចឹងអូនបើអស់មាសតែយើងបានអីលក់ចាយទៀត មានតែបងឯងទៅជីកដីជុំវិញផ្ទះរបស់យើងទៀតព្រោះថាបើមានមហឹបទៅហើយប្រកាសជាមានមហឹបផ្សេងទៀតជាមិនខានទេ អូអូននិយាយត្រូវហើយចាំស្អែកបងនឹងឲ្យអាក្តីគេជួយជីកសាកមើលក្រែងលោជួបប្រទេសមហិបទៀត ចាបង ដោយសារតែការចាយវាយខ្លាំងពេកធ្វើឲ្យតាវ៉ាន់និងស្រីពេជ្រមិនសល់មាសច្រើនដូចពីមុនទៀតនោះទេព្រឹកស្អែកឡើងតាវ៉ាន់ក៏បានឲ្យក្តីដើរជីកដីជុំវិញផ្ទះដើម្បីស្វែងរកកំណំព្រោះធ្លាប់ធ្វើបែបហ្នឹងបានជោគជ័យម្ដងហើយយ៉ាងម៉េចទៅហើយក្តីមានបានឃើញបានប៉ះហើយនៅទេលោកប្រុសអើយខ្ញុំជីកច្រើនដៅដែរតែមិនទាន់បានប៉ះម្ដងសោះកាលមុនយើងគ្រាន់តែជីកមិនដៅទេក៏ប៉ះទៅហើយក្តីឯងសាកជីកកន្លែងផ្សេងទៀតទៅមើលក្រែងលោបានជួបបាទលោកប្រុសខ្ញុំនឹងខំប្រឹងបើខ្ញុំមិនអាចស្វែងរកហឹបមាសបានទេខ្ញុំមិនមានលុយចាយទៅព្រោះខ្ញុំរាល់ថ្ងៃគ្មានធ្វើអីផងតាវ៉ាន់ចាប់ផ្ដើមភ័យខ្លួនក្រោយគេជីករណ្ដៅជាច្រើនកន្លែងហើយតែមិនបានជួបប្រទះនឹងហឹបមាសទាល់តែសោះចំណែកឪពុកម្ដាយរបស់តាវ៉ាន់ឯនោះវិញធ្លាប់តែទទួលបានលុយពីកូនចាយពួកគាត់ក៏ឈប់ធ្វើការរកស៊ីតាំងពីយូរណាស់មកហើយអូណាមិនក៏ខែនេះខានឃើញកូនរបស់យើងយកលុយមកឲ្យយើងចាយអញ្ចឹងខែនេះដូចជាយូរជាងរាល់ខែណាអូន អូនក៏មិនដឹងដែរមិនក៏ខែនេះគេយូរផ្ញើលុយមកឲ្យពួកយើងម៉េះ បើគេមិនបានឲ្យយើងគ្មានអីចាយនោះទេព្រោះយើងឈប់ធ្វើចំការយូរមកដែរហើយ ពិតមែនហើយពុកវាចាំមើលពី3ថ្ងៃសិនទៅមើល ហ្នឹងហើយអូនពូសំនឹងមិញសីហេតុតែអាងឃើញកូនមានមាសច្រើនក៏ឈប់រកស៊ីដែរដោយរងចាំការផ្ញើលុយពីកូនក្រោយពីបើកហាងបោះដុំផ្លែឈើ2ឆ្នាំកន្លងមកធ្វើឲ្យគង្គគានិងស៊ីណាទទួលបានប្រាក់ចំណេញយ៉ាងច្រើន បងកុំគីអូនគិតថាចង់រកជួលអ្នកបម្រើការងារក្នុងហាងយើង2នាក់ប្រុសម្នាក់ស្រីម្នាក់បងគិតយ៉ាងម៉េចដែរ ចុះអូនគិតថាជួលស្រីមកធ្វើអីហើយប្រុសមកធ្វើអីដែរ អូនគិតថាចង់ជួលស្រីឲ្យមកជួយធ្វើបាយម្ហូបឲ្យពួកយើងញ៉ាំហើយប្រុសឲ្យគេមកជួយរៀបចំផ្លែឈើនៅក្នុងហាងនិងជួយដឹកឲ្យម៉ួយនៅខាងក្រៅ អូមានអីគំនិតអូនល្អអន្តា ចាបងបើអញ្ចឹងបងជួយដើររកឲ្យផងណា បាទអូនដោយសារតែការងារមានច្រើនធ្វើពីអ្នកប្តីប្រពន្ធមិនអស់គង្គគានិងស៊ីណាក៏ចាប់ផ្ដើមជួលគេឲ្យមកជួយធ្វើ យ៉ាងម៉េចហើយបងដីដែលជីករកកំណប់មាននោះរកឃើញហើយនៅ គ្មានរកឃើញអីទេអូនអើយគាត់ប្រើឲ្យបងជីកដីជុំវិញផ្ទះគាត់រកគ្មានប៉ះចំអីបន្តិចទេ បើអញ្ចឹងធ្វើយ៉ាងម៉េចទៅបងបើគាត់គ្មានមាសទៀតទេតែគាត់បានលុយឯណាបាក់ប្រាក់ខែពួកយើងទៅ បងក៏មិនដឹងដែរមិនម៉ាទេយើងនាំគ្នារកការងារថ្មីធ្វើឲ្យហើយសិនទៅអី
មែនហើយបងរកឲ្យហើយទៅព្រោះបើនៅទីនេះទៀតណាយើងក៏គ្មានសំណាងល្អអីដែរហេងសុយលោកប្រុសលោកស្រីគាត់អត់បាក់ប្រាក់ខែពួកយើងទៀតផងក៏ថាបាន ត្រូវហើយអូនក្តីនឹងនារីកំពុងតែគិតពីអនាគតទៅថ្ងៃមុខថាតើគួរទៅធ្វើការនៅទីណាបន្តទៀតពី ធ្វើមិន ឆ្នាំ ទៅបង កន្លង បើ ផុ យើ ត ងជី ទៅ រកកំណប់មាសអត់ឃើញផងហ្នឹង បងក៏មិនដឹងធ្វើម៉េចដែរមាសយើងក៏លក់អស់ទៀតតើបានលុយមកពីណាចាយ ហើយក៏មិនដឹងថាបានលុយអីបើកប្រាក់ខែឲ្យក្តីនឹងនារីនោះដែរ ពិតមែនហើយអូនបងស្ដាយខ្លាំងណាស់បើកាលមុនយើងកំដេចស៊ីចាយហើយខំប្រឹងរកទៀតនោះមិនដឹងជាពេលនេះល្អប៉ុណ្ណានោះទេ មែនហើយបងបើយើងយកមាសដែលយើងមានកាលពីមុនយកទៅធ្វើដើមទុនប្រកបរបររកស៊ីអីផ្សេងទៀតណាយើងមិនជួបបញ្ហាលំបាកដូចសប្តាហ៍ថ្ងៃនេះទេ ក្តីនឹងនារីក្រោយពីបានលាឈប់ពីកន្លែងការងាររបស់តាវ៉ាន់និងស្រីពេជ្រមកគេក៏បានចូលមកធ្វើការនៅកន្លែងកុងគានិងស៊ីណា នារីទៅផ្សារទិញសាច់ជ្រូកយកមកខម្ដងទៅណាចាអ្នកនាងក្តីទៅសួរប្តីរបស់ខ្ញុំមើលតើត្រូវដឹកបន្លែឲ្យអ្នកណាគេខ្លះ បាទនាង ឃើញទេស្រីពេជ្រនេះជាលទ្ធផលដែលអ្នកឯងមិនស្ដាប់ខ្ញុំគិតខុសហើយបើពេលនោះខ្ញុំមិនគិតភ្លើតភ្លើនហើយមិនយកមាសម្ដងបន្តិចទៅលក់ចាយអស់ទេម្ល៉េះពេលនេះខ្ញុំមិនពិបាកអញ្ចឹងទេហើយលឺស្រីពេជ្រឯងនឹងប្តីបានលក់ដីនៅផ្ទះហើយមែនទេនឹងហើយសេណាខ្ញុំបានលក់ហើយរាល់ថ្ងៃទិញដីមួយតូចដើម្បីសង់ខ្ទមតូចមួយនៅចាប់ពីពេលនេះតទៅស្រីពេជ្រឯងត្រូវតែខំប្រឹងឡើងវិញកុំឲ្យដូចកាលពីមុនទៀតណានឹងហើយសេណា ដោយសារតែអំណួតនឹងភ្លេចខ្លួននឹងទ្រព្យដែលខ្លួនកំពុងមាននិងមិនចេះគិតរិះរកបន្ថែមធ្វើឲ្យគ្រួសាររបស់ស្រីពេជ្រធ្លាក់មកដល់បានចំណែកស៊ីណានិងប្តីបែរជាឡើងខ្ពស់ត្រដែនចប់ដោយបរិបូរណ៍សូមអរគុណយេហីឡានមកទឹកថ្មីខ្លាញ់គោណាសង្ស័យតែមិនចេះមើលឡានទេមកទៅបាញ់តែឃើញថាឡានខ្ញុំចាស់អញ្ចឹងនោះបងស្រីបើបងស្រីខ្វះលុយធ្វើផ្ទះអាចខ្ចីលុយខ្ញុំបានតើព្រោះផ្ទះបងឡើងចង់ដូចជាសបុកមន់ទៅហើយរឿងឆ្លោះគ្នាដណ្ដើមគេពូឡាយនិងមិញច័ន្ទជាគ្រួសារមួយរស់នៅក្នុងភូមិពួកគាត់មានកូន3នាក់ប្រុស1ស្រី2ម៉ែវាកូនរបស់យើងបានរៀបការអស់ហើយ មែនហើយពុកវាខ្ញុំណាក៏រៀងធូរទ្រូងដែរ បងគិតថាពួកយើងមិនទាន់បានចែកមរតកឲ្យកូនរបស់យើងតតែសោះ មែនហើយខ្ញុំគិតថាខែក្រោយនេះនឹងហៅពួកគេឲ្យមកទទួលគេមរតក តែបងមានរឿងមួយបងមិនដឹងថាគួរតែចែកឲ្យទៅអ្នកណាច្រើនជាងអ្នកណាទេ យើងធ្វើជាឪពុកម្ដាយរបស់គេមិនត្រូវលំអៀងទៅខាងណាម្នាក់នោះឡើយត្រូវតែចែកឲ្យបានស្មើគ្នា អូនឯងនិយាយត្រូវដាវីជាកូនស្រីច្បងរបស់ពូឡាយនិងមិញច័ន្ទ បងហេងតាំងពីពួកយើងទាំងពីរបានរៀបការជាមួយគ្នាមកខាងឪពុកម្ដាយរបស់បងដូចជាមិនឃើញចែកគេមរតកអ្វីមកឲ្យបងសោះ ឪពុកម្ដាយរបស់បងពួកគាត់ក្រីក្រណាស់ពេលដែលបងការជាមួយអូនឪពុកម្ដាយរបស់បងគាត់បានលក់ដីដើម្បីយកមកឲ្យថ្លៃបណ្ដាការម្ដាយរបស់អូនអស់ហើយ ហើយចំណែកខាងឪពុកម្ដាយរបស់អូនវិញក៏ពួកគាត់ធ្វើហើយមិនមានអ្វីចែកឲ្យខ្ញុំសោះ ប្រហែលថ្ងៃមុនបងឃើញប្អូនទី2របស់អូនឧស្សាហ៍ទៅលេងឪពុកម្ដាយរបស់អូនណាហើយបងឃើញគេទៅលេងលើកណាក៏មានរបស់របរនំឬក៏ទឹកផ្លែឈើយកទៅជូនពួកគាត់រហូត តើពួកគេទៅធ្វើអីដែរឬក៏ពួកគេមានគោលបំណងអ្វីផ្សេង បើតាមបងគិតប្រហែលជាពួកគេទៅយកចិត្តយកថ្លើមឪពុកម្ដាយរបស់អូនហើយមើលទៅ អូនយល់ហើយគឺពួកគេទៅលេងហើយក៏ទៅលួងលោមចង់បានគេមរតកចង់បានដីតើអូននេះគួរធ្វើយ៉ាងម៉េចទៅបើឪពុកម្ដាយរបស់អូនពួកគាត់ចែកឲ្យទៅពួកប្អូនរបស់អូនអស់អញ្ចឹងអូនមិនអត់ទៅហើយទេអីបង បើគេធ្វើបែបហ្នឹងអូនក៏ត្រូវទៅធ្វើដូចគេដែរ ចាំស្អែកចាំអូនទៅលេងពួកគាត់
ដានីជាកូនស្រីទី2របស់ពូឡៃនិងមិញច័ន្ទ បងធីណែម្សិលមិញអូនបានទៅលេងឪពុកម្ដាយរបស់អូនគាត់ថាមិនក៏មិនឃើញបងទៅជាមួយអូន ចុះអូនប្រាប់ពួកគាត់ថាម៉េច អូនប្រាប់ពួកគាត់ថាបងរវល់ការងារតែអូនឆ្ងល់បងស្រីរបស់អូនដល់ហើយ ឆ្ងល់យ៉ាងម៉េចទៅឬក៏បងស្រីអូនមានបញ្ហាអីមែន លើពុកម៉ែរបស់អូនថាបងដាវីមិនដែលឃើញគាត់មកលេងសោះតាំងពីរៀបការរួចបាត់មុខឆឹងតែម្ដង មែនហើយមិនដឹងថាបងស្រីរបស់អូនឥឡូវគាត់នៅឯណាហើយសុខទុក្ខយ៉ាងណាទេ អូនសង្ស័យតែគាត់ខ្លាចជាអ្នកមានហើយភ្លេចកំណើតលែងស្គាល់ពុកម្ដាយហើយ អូនដូចជាឆាប់វាយតម្លៃបងស្រីរបស់អូនម្ល៉េះក្រែងលោកគាត់កំពុងតែមានជីវភាពលំបាកហើយមានបញ្ហាគ្រួសារដែលត្រូវដោះស្រាយក៏ថាបានដែរ មិនមែនអូនចេះតែថាទេគឺគាត់តាំងពីដើមមកគឺបែបហ្នឹងបើថាមានបានអីបន្តិចបន្តួចណាចាប់ផ្ដើមវាយរឹកមើលងាយបងប្អូនភ្លាម បងក៏មិនដឹងដែរហើយចុះប្អូនពៅរបស់អូនគេនៅឯណាបងក៏ខានជួបគេយូរដែរហើយ ប្អូនរបស់អូនតាំងពីគេរៀបការមកអស់ក៏បាត់ដំណឹងសូនឈឹងដែរមិនដឹងថាគេយ៉ាងម៉េចយ៉ាងម៉ាហើយទេ មិញជាកូនទី3នៃគ្រួសារពូឡៃនិងមិញច័ន្ទ បងម៉ែញ៉ាអូនគិតថាចង់ទិញឡានមួយគ្រាន់តែជិះដើរលេងនឹងគេ តែយើងមានលុយគ្រប់ទិញដែរអត់ អូយគ្រប់អន្តាលុយដែលបងបានមកឲ្យអូននេះណាអូនសំទុកបានត្រឹមត្រូវល្អណាស់ទោះបីជាទិញឡានមួយគ្រឿងក៏យើងនៅសល់លុយដែរ អូនឯងនេះពិតជាប្រកែសន្សំនិងប្រកែទុកដាក់មែនបងសូមសរសើរដោយស្មោះ កាលណាយើងមានឡានជីងតើអ្នកណាហ៊ានមកមើលងាយយើងនោះ មែនហើយអូនកាលពីមុនបងស្រីរបស់បងធ្លាប់បានមើលងាយបងថាជាមនុស្សអត់កំណើតជាមនុស្សមិនបានការចាំមើលតែបងមានឡានជិះវិញណា បងស្រីទី1របស់បងក៏ធ្លាប់មើលងាយអូនដែរថាអូននេះជាស្រីមិនកើតមិនបានការ ចាំមើលណាតែពួកយើងជិះឡានបានជួបគាត់ចាំមើលថាតើគាត់នោះមានអារម្មណ៍យ៉ាងណាទៅ ចាំមើលពេលយើងទិញឡានបានជិះហើយចាំយើងទៅលេងឪពុកម្ដាយរបស់បង ចា ថ្ងៃមុនកូនស្រីទី2របស់យើងមកលេងចំណែកឯកូនស្រីច្បងនិងកូនប្រុសពៅខានឃើញពួកគេមកលេងយើងយូរហើយ អើយមែនហើយឪវីខ្ញុំនឹកពួកគេទាំងពីរខ្លាំងណាស់ អូនោះនិយាយភ្លាមមកដល់ផ្លែត ពីណាគេឪវី គឺកូនស្រីទី1របស់យើងនោះអី ម៉ែពុកសុខសប្បាយដែរទេពុកម៉ែសុខសប្បាយធម្មតាទេហើយចុះឯណាប្តីរបស់កូនមិនក៏មិនឃើញគេមកជាមួយគាត់រវល់ធ្វើការងារមិនបានមកទេពុកម៉ែនេះផ្លែឈើកូនទិញមកផ្ញើប្តីរបស់កូនគាត់ផ្ដាំថាឲ្យសួរសុខទុក្ខពុកនិងម៉ែជំនួសគាត់ផង ហើយតាំងពីកូនមានគ្រួសារចាក់ចេញពីពុកម៉ែទៅតើការរស់នៅរបស់កូននិងប្តីយ៉ាងណាដែរកូន ចាស់ពុកពួកកូនទាំងពីរនាក់រស់នៅចុះសម្រុងនឹងគ្នាល្អណាស់ហើយចុះពួកបងប្អូនទាំងពីរនាក់ទៀតគេមិនមកលេងពុកនិងម៉ែទេអីគេមកឬអត់ថ្ងៃមុនប្អូនរបស់ឯងគេមកលេងដែរតែកូនមេងគេអត់បានមកទេគេមិនទាន់ឃើញមកលេងនៅឡើយទេណាកូនម៉ែខាងប្តីរបស់កូនឪពុកម្ដាយរបស់គាត់ណាបានចែកគេមរតកដីធ្លីឲ្យរួចរាល់អស់ហើយតែពុកនិងម៉ែនៅមិនទាន់ចែកអ្វីឲ្យកូននៅឡើយទេ រឿងហ្នឹងពុកក៏បានពិភាក្សាជាមួយម្ដាយរបស់កូនដែរចាំមើលកូនទាំង3នាក់មកជួបជុំគ្នាចាំពុកបែងចែកឲ្យ ចាស់ពុកកូនអរគុណច្រើន ហើយធ្វើម៉េចទេយើងមានឡានជិះអញ្ចឹងគួរតែជិះទៅណាទៅណោះ ហ៊ុយបើអញមិនដឹងថាគួរជិះទៅខាងណាទេណាជិះចូលទឹកទន្លេត្មងទៅ ងាប់ហើយធ្វើជាបងគេរកលុយទិញឡានជិះមិនបានទេអី តើឯងមកលេងយើងឬក៏មកមើលងាយយើង មកទាំងពីរហ្នឹងចំមើលផ្ទះមិនបាននឹងរោងបាយខ្ញុំផងហ្នឹងមើលសួរដូចឆោតតាំងពីការមកអត់ធ្វើការរកស៊ីអីទេអី បើអត់ធ្វើការរកស៊ីប្រហែលជាមិនបានរស់ដល់សប្តាហ៍ថ្ងៃនេះទេ កាលពីមុនបងថាខ្ញុំជាមនុស្សអត់កំណើតអត់បានការរួចចុះឥឡូវតើអ្នកណាជាងអ្នកណា
សម្រាប់បងណាទោះបីជាឯងមានដល់យន្តហោះជិះទៀតក៏បងមិនព្រឺរោមដែរបងណាឲ្យតម្លៃតែចំពោះអ្នកណាដែលមានអត្តចរិតល្អតែប៉ុណ្ណោះ កាលពីមុនបងអាចមើងងាយខ្ញុំបានតែឥឡូវនេះខ្ញុំត្រូវទៅមើងងាយបងវិញហើយម្ដងម្នាក់ទេអារឿងហ្នឹងនោះ ខ្ញុំនិយាយជាមួយឯងណាខាត់ពេលអត់ប្រយោជន៍ ឃើញខ្ញុំមានឡានជិះទ្រាំឈរមើលមិនបានមែន ត្រូវហើយព្រោះបងពិបាកនឹងមើលមនុស្សដែលកំពុងតែលងនឹងអំនួតខ្លួនឯង បងស្រីបើបងស្រីខ្វះលុយធ្វើផ្ទះអាចខ្ចីលុយខ្ញុំបានតើព្រោះផ្ទះបងឡើងចង់ដូចជាសបុកមន់ទៅហើយ សម្បុកមន់ក៏សម្បុកមន់ទៅឲ្យតែអាចនៅបាន ជិះឡានទៅអួតបងស្រីទី1សិន បងហេងពុកម៉ែរបស់អូនពួកគាត់យល់ព្រមចែកដីគេឲ្យហើយ មិនក៏អីអូនហើយចុះពួកគាត់នឹងចែកឲ្យនៅពេលណាដែរ ប្រហែលជាមួយខែទៀតពួកគាត់នឹងហៅបងប្អូនរបស់អូនទៅជួបជុំគ្នាដើម្បីធ្វើការបែងចែក អូនជាបងស្រីរបស់គេហើយក៏ជាកូនច្បងទៀតអូនត្រូវទៅទាយកឲ្យបានច្រើនជាងគេ មែនហើយបងអូនក៏គិតអញ្ចឹងដែរ ងាប់ហើយផ្ទះអ្នកណាគេនេះដូចសបុកកដុលទៅហើយដាវីអូននោះជាប្អូនប្រុសរបស់អូនតា អូស្មានថាអ្នកណាតាមពិនអាមេងសោះស្អីពេលមានបានឌៀលផ្ទះអញសុទ្ធតែដូចសមុកកណ្ដុលហើយផ្ទះរបស់អញប៉ុណ្ណាទៅ ផ្ទះរបស់ខ្ញុំធំជាងផ្ទះរបស់បងឆ្ងាយណាស់មិនអាចប្រៀបធៀបជាមួយគ្នាបាននោះទេ ខ្ចីឡានអាណាគេមកនឹងប្រយ័ត្នខូចឡានគេរកលុយសងមិនបានណា ហេឡានគេឡានខ្ញុំទៅមិនទិញទេបាន មើលទៅឡានដូចជាចាស់ម៉េះនេះមិនដឹងជាប្រមាណទឹកទៅហើយទេ ឡានមកទឹកថ្មីខ្លាញ់គោណាសង្ស័យតែមិនចេះមើលឡានទេមកទៅបានជាឃើញថាឡានខ្ញុំចាស់អញ្ចឹងនោះ បើបងអត់ដែលបានជិះឡានផងហ្នឹង បងស្រីឯងរៀបការមុនគេសំណានឹងមានជីវភាពក្រាន់បើនេះអន់ជាងបងដានីទៅទៀត ដានីគេប្រកាយយកចិត្តយកថ្លើមពុកម៉ែណាគេប្រកាសជាបានគេមរតកច្រើនហើយ អញ្ចឹងផងមិនក៏ខ្ញុំមិនដឹងអញ្ចឹងខ្ញុំអត់ទាន់បានមួយចំអាមទេ បងក៏មិនទាន់បានដែរឮថាខែក្រោយពុកនឹងម៉ែចែកដីឲ្យ ខ្ញុំជាកូនពៅប្រកាសជាបានច្រើនជាងគេហើយ ទេបងជាកូនបងត្រូវតែបានច្រើនជាងគេហើយ ចាំមើលថ្ងៃនោះទៅថាអ្នកណាបានច្រើនជាងគេមួយខែក្រោយមក ពួកកូនបានមកជួបជុំគ្នាអស់ហើយណែពុកនឹងម៉ែបែងចែកគេមរតកឲ្យកូនទាំងអស់គ្នា ពុកនឹងចែកដីឲ្យម្នាក់3កន្លែងពុកចែកឲ្យស្មើគ្នា ពុកខ្ញុំជាកូនស្រីច្បងខ្ញុំគួរណាស់តែទទួលបានច្រើនជាងគេ បងស្រីនិយាយខុសហើយខ្ញុំជាកូនប្អូនត្រូវតែទទួលបានច្រើនជាងគេ កុំឆ្លោះគ្នាអីពុកនឹងម៉ែចែកឲ្យស្មើគ្នាកូនទាំងពីរទទួលយកទៅណាពុកម៉ែបងស្រីនិងប្អូនប្រុសចង់បានច្រើនពុកម៉ែមិនបាច់ឲ្យខ្ញុំទេ ដានីកូនមិនក៏កូននិយាយអញ្ចឹង ខ្ញុំមិនយកទេពុកម៉ែខ្ញុំចង់ប្រឹងប្រែងរកស៊ីដោយសមត្ថភាពខ្លួនឯងខ្ញុំណាមិនចង់បានកែមរតកអីនោះឡើយឈឹធ្វើឯងនេះចិត្តល្អអីណាស្មានតែបងមិនដឹងអីថាឯងឧស្សាហ៍មកយកចិត្តពុកនឹងម៉ែហើយពុកនឹងម៉ែបានចែកដីឲ្យឯងមិនតិចនោះទេ មែនហើយស្មានតែគេមិនដឹងមែនធ្វើជាចិត្តល្អតែតាមពិតមកពីបានច្រើនហើយបានជាមិនចង់យកទៀតនោះពីអ្នកឯងនិយាយខុសហើយពុកមិនទាន់បានឲ្យដានីសំបីតែមួយចំអាមទេ ពុកខ្ញុំលាសិនហើយម៉ែខ្ញុំលាសិនហើយហេតុអីបានជាកូនមិនទទួលយកអញ្ចឹងកុំឲ្យបងស្រីនិងប្អូនប្រុសឆ្លោះគ្នាទោះបីគេពីរអ្នកចង់បានឲ្យគេចុះខ្ញុំទៅវិញហើយ សូមអញ្ជើញ ឮថាបងបានដី3កន្លែងមែនចុះបងស្រីទាំងពីររបស់បងតើពួកគាត់បានប្រមាណដែរ បងស្រីរបស់បងគាត់បាន4កន្លែងចំណែកបងស្រីទី2របស់បងគាត់មិនយកទេ មិនក៏គាត់មិនយក បើមើលពីខាងក្រៅឃើញតែគាត់មិនចង់បានមែនតែធៀបពិតគាត់បានទទួលបានដីមិនតិចនោះទេ អញ្ចឹងទេអីបើអញ្ចឹងបងស្រីទី2របស់បងពូកែយកចិត្តយកថ្លើមណាស់ដែរតើ យើងមានឡានហើយថែមទាំងមានដីគេទៀតទោះយើងដើរស៊ីចាយមួយឆ្នាំក៏មិនអស់ដែរ មែនហើយបង
តាំងពីយើងបានចែកគេមរតកឲ្យកូនមកឃើញតែកូនទី2តែម្នាក់ប៉ុណ្ណោះដែលឧស្សាហ៍មកសួរសុខទុក្ខយើងហើយថែមទាំងជូនលុយកាក់យើងទៀត មែនហើយពុកវាអញ្ចឹងបានគេថាកុំចែកគេឲ្យកូនអស់ពេកទុកខ្លះសម្រាប់លក់ទុកចាយវាខ្លួនឯងផង សំណាងដែរដែលខ្ញុំមិនបានចែកឲ្យគេទាំងពីរអ្នកនោះទាំងអស់កុំអីយើងមិនដឹងជាយ៉ាងណានោះទេ ឥឡូវយើងក៏កាន់តែចាស់ណាស់ទៅហើយនៅមានកម្លាំងឯណាទៅធ្វើការរកស៊ីដូចពីមុនទៀតនោះ ដាវីដោយសារតែខ្លួនមិនចេះរកស៊ីលក់ដីចាយវាយផ្ដេសផ្ដាស់ជីវភាពក៏កាន់តែធ្លាក់ដុនដាបជាងមុនទៅទៀត ថាពេលមុនយើងខ្វះខាតតែឥឡូវនេះកាន់តែយ៉ាប់ជើនជាងមុនទៅទៀត ដី4កន្លែងដែលឪពុកម្ដាយរបស់អូនចែកឲ្យយើងលក់ចាយអស់គ្មានសល់សំបីតែបន្តិច នេះប្រហែលមកពីយើងអត់កំណត់ឲ្យមើលទៅនោះបានជាមានដីហើយរក្សាមិនគង់ទៀត បងគិតឃើញថាមកពីយើងល្ងងចេះតែដាក់លុយរកស៊ីផ្ដេសផ្ដាស់ឃើញគេរកស៊ីចំណេញច្រើនក៏ហក់លើកទៅរកស៊ីតាមគេដែរ ហើយអ្នកណាទៅដឹងឃើញគេរកបានក៏ធ្វើតាមគេដែរនឹងខាត់ឡងចុងតែម្ដង មិនដឹងថាប្អូនទាំងពីររបស់អូនគេយ៉ាងណាទៅហើយទេ ប្រសិនបើពួកគេខ្លាចទៅជាអ្នកមានទៅពីរអ្នកនោះអូនណាគ្មានមុខមាត់អ្វីទៅជួបពួកគេនោះឡើយ មានបានតែមួយផ្លែនធ្លាក់ខ្លួនក្រវិញ អានឹងមកពីអូនឯងចូលចិត្ត high show ទិញរបស់ប្រើប្រាស់សុទ្ធតែ brand ដល់ឥឡូវយ៉ាងម៉េច ថាឲ្យតែខ្ញុំឲ្យចោះបងវិញនោះជួននឹងលេងល្បែងលេងដំបងឃើញថាឈ្នះក៏ខំប្រឹងលេងអូយដល់ឥឡូវយ៉ាងម៉េចហ៎ដៃកែឪពុកម្ដាយបានចែកឲ្យនេះក៏លក់អត់ដែរឡានក៏គ្មានជិះ ហើយកុំនិយាយច្រើនមកពីយើងទាំងពីរអ្នកនឹងអត់គំនិត ហើយត្រូវហើយចាំមើលស្អែកបានលុយឯណាចាយបានលុយឯណាទិញម្ហូបទៅ ហើយខែក្រោយនេះពុកម៉ែរបស់បងហើយបងទៅផ្ទះគាត់ទៀត បងទៅតែឯងចុះខ្ញុំមិនទៅទេ អូនជាប្រពន្ធរបស់បងហើយក៏ត្រូវជាកូនប្រសាររបស់គាត់ដែរ ឲ្យទៅយ៉ាងម៉េចខ្ញុំខ្មាស់ពួកគាត់ណាស់បងជាកូនបង្ការរបស់គាត់បងទៅចុះ ពុកម៉ែជំរាបសួរល្អណាស់កូន អាយ៉ាខានជួបគ្នាតែប្រហែលឆ្នាំសោះមានឡានជិះទៅហើយកូននេះក៏ដោយសារតែពួកខ្ញុំទាំងពីរនាក់ខិតខំរកស៊ីដែរណាពុកម៉ែ ពុកឃើញកូនមានបានបែបនេះពុកសប្បាយចិត្តណាស់ ហើយចុះឯណាបងដាវីនិងប្អូនម៉េងនោះមិនក៏មិនទាន់ឃើញមកទៀតនោះពួកគេមកហើយនោះ មកកូនទាំងពីរឆាប់ចូលមកពុកម៉ែទន្ទឹងរង់ចាំផ្លូវពួកកូនទាំងពីរអ្នកយូរហើយជំរាបសួរម៉ែជំរាបសួរពុក ម៉ែពុកសុខសប្បាយដែរទេ ពុកម៉ែសុខសប្បាយធម្មតាទេ បងដាវីតើបងសុខសប្បាយទេបងសុខសប្បាយទេអញឥឡូវលុយដល់ហើយបែកគ្នាតែប្រហែលឆ្នាំសោះមានឡានជិះបាត់ម៉េងចុះឯណាឡានរបស់ឯងមិនក៏មិនឃើញជិះមកអញ្ចឹង គឺណែខ្ញុំលក់បាត់ហើយព្រោះតែជាពាក្យបំណុលគេ ហាមិនអញ្ចឹងកាលពីមុនណាមានតែឯងទេដែលមានបានជាងគេ ខ្ញុំបានលេងល្បែងមិនគិតខំរកស៊ីដើរលេងស៊ីចាយដល់តែធ្លាក់ខ្លួនក្រទើបដឹងខ្លួន ហើយចុះកូនដាវីកន្លងទៅប្រហែលឆ្នាំនេះតើកូនយ៉ាងម៉េចហើយកូនខ្ញុំក៏មិនខុសពីប្អូនប្រុសដែរគឺដីគេដែលពុកម៉ែចែកឲ្យខ្ញុំយកលក់អស់ហើយលេងហើយខ្ញុំយកលុយទៅរកស៊ីខាតដើមអស់គ្មានសល់ទេ ពុកក៏មិនដឹងថាមានអ្វីចែកឲ្យកូនទៀតដែរព្រោះពុកបានចែកដីឲ្យកូនទាំងពីររួចអស់ហើយគ្រាន់ធ្វើជាដើមទុនរកស៊ីបើអស់ហើយពុកគ្មានអ្វីចែកឲ្យទៀតទេ កូនខុសហើយពុកនេះដោយសារតែកូនលុបលន់ទើបធ្វើឲ្យកូនខ្លាចទៅជាបែបនេះ ខ្ញុំក៏ដូចគ្នាដែរដោយសារតែការសប្បាយនិងភាពល្ងងខ្លៅធ្វើឲ្យខ្ញុំមានបានតែមួយផ្លែតក៏ធ្លាក់ចុះមកវិញ មិនអីទេបងប្រុសបងដាវីបើបងបានដឹងខ្លួនខុសហើយល្អណាស់ចាំខ្ញុំជួយឲ្យលុយកាក់ខ្លះគ្រាន់ធ្វើជាដើមទុនរកស៊ីព្រោះឥឡូវខ្ញុំក៏រៀងធូរធារជាងគេដែរហើយ
ដានីឲ្យបងសុំទោសដែលកាលពីមុនបងមាក់ងាយប្អូនមាក់ងាយលើឯងខ្លាំងណាស់ ខ្ញុំក៏អញ្ចឹងដែរឲ្យប្អូនម្នាក់នេះសុំទោសផងដែលកាលពីមុនពេលខ្ញុំមានបានមើលងាយបង មិនអីទេរឿងពីមុនឲ្យវាកន្លងផុតចុះបងនឹងជួយឯងនិងបងស្រីឲ្យមានបានដូចបងដែរ ពុកសប្បាយចិត្តណាស់ដែលកូនទាំង3ចេះអត់ឱននិងអធិស្ឋានឲ្យគ្នាបែបនេះ ពុកម៉ែសប្បាយចិត្តណាស់ដែលឃើញពួកកូនចេះស្រឡាញ់គ្នា ពេលខ្លួនមានបានសូមកុំមើលងាយបងប្អូនខ្លួនឯងឲ្យសោះត្រូវចេះជួយទំនុកបំរុងអ្នកដែលខ្វះខាតឲ្យមានបានដូចយើងដែរបងប្អូនចេះស្រឡាញ់គ្នាគឺជាសេចក្តីសុខរបស់ឪពុកម្ដាយ